នឹងឆ្លងហមូស្នេហ៍ទេនាវាមួយគ្រឿងត្រូវបង់$2 លានហើយមិនមានអ្នកណាក៏អាចឆ្លងបានទេយោងតាមអាល់ហ្សាសេដាអ៊ីរ៉ង់កំពុងប្រែក្លាយច្រកសមុទ្រអន្តរជាតិហមូសទៅជាច្រកបង់លុយផ្ដាច់មុខហើយត្រូវមានការអនុញ្ញាតទៀតផងកន្លងទៅមាននាវាចំនួន2គ្រឿងហើយដែលបានបង់ប្រាក់ឲ្យអ៊ីរ៉ង់ដល់ទៅ$2 លាននិងបង់ជាប្រាក់យួនរបស់ចិនដើម្បីទទួលបានសិទ្ធិឆ្លងកាត់ហមូសម្ដងមុនឆ្លងនាវាទាំងនោះត្រូវផ្ដល់ព័ត៌មានលម្អិតអំពីប្រភេទទំនិញក្រុមនាវិកនិងប្រទេសគោលដៅហើយរងចាំការអនុញ្ញាតពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នេះគឺជាប្រព័ន្ធដែលអ៊ីរ៉ង់ជាអ្នកកំណត់និងជ្រើសរើសថានាវាណាអាចឆ្លងបាននាវាខ្លះត្រូវរងចាំហើយនាវាណាដែលមិនអាចឆ្លងបានទាល់តែសោះអាល់ហ្សាសេដាបាននិយាយថាចាប់តាំងពីទូសង្គ្រាមនៅថ្ងៃទី28ខែកុម្ភៈមកមាននាវាតែ90គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកនេះនៅពេលនេះមាននាវាជាង2000គ្រឿងកំពុងតែជាប់គាំងនៅឈុំសមុទ្រពាក់ដោយគ្មានផ្លូវវាងលោកអាប់រ៉ាហ៊ីមអាស៊ីស៊ីប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភាអ៊ីរ៉ង់បាននិយាយនៅថ្ងៃទី1ខែមេសាតាមរយៈកាសែត The Telegraph ថាចាប់ពីពេលនេះទៅមានតែអ្នកដែលគោរពតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់ប៉ុណ្ណោះដែលអាចឆ្លងហមូសបានលោកបញ្ជាក់ថាច្រកនេះនឹងបើកឡើងវិញក៏ប៉ុន្តែមិនមែនសម្រាប់អាមេរិកទេគឺសម្រាប់អ្នកដែលគោរពច្បាប់ថ្មីរបស់អ៊ីរ៉ង់ប៉ុណ្ណោះលោកអាស៊ីស៊ីនិយាយទៀតថា47ឆ្នាំនៃការផ្ដល់ឲ្យប្រើប្រាស់ដោយសេរីបានបញ្ចប់ហើយថ្មីនេះសភាអ៊ីរ៉ង់បានអនុម័តផែនការតម្រូវឲ្យនាវាដែលឆ្លងកាត់ត្រូវបង់ប្រាក់ក៏ប៉ុន្តែមិនទាន់កំណត់តម្លៃច្បាស់លាស់នៅឡើយនោះមានន័យថាច្រកអន្តរជាតិមួយកំពុងផ្លាស់ទៅជាច្រកដែលប្រទេសតែមួយអាចសម្រេចថាអ្នកណាទទួលបានប្រេងអ្នកណាត្រូវរងចាំហើយអ្នកណាត្រូវបង់ប្រាក់ប៉ុន្មានចំពោះពិភពលោកជាពិសេសអាស៊ីដែលពឹងផ្អែកទៅលើប្រេងពីតំបន់មជ្ឈិមបូព៌ានឹងត្រូវឆ្លងកាត់ច្រកហូមូសនិងបន្តរងគ្រោះនៅក្នុងកំណើនតម្លៃប្រេងនិងឧស្ម័នអន្តរជាតិអ្នកវិភាគបានលើកឡើងថាបណ្ដាប្រទេសនៅអាស៊ីជាពិសេសអាស៊ីអាគ្នេយ៍ឬអាស៊ានដែលពឹងផ្អែកលើការនាំចូលថាមពលពីប្លុកឈូងសមុទ្រអាចនឹងត្រូវបង្ខំចិត្តចូលតុចរចាជាមួយអ៊ីរ៉ង់ដើម្បីស្វែងរកផ្លូវសុវត្ថិភាពសម្រាប់នាវាដឹកប្រេងរបស់ខ្លួនក្នុងការឆ្លងកាត់ច្រកសមុទ្រហូមូសប្រសិនបើចំនួននៅតំបន់មជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយឆាប់ឆេះតាមពិតទៅអ៊ីរ៉ង់បានប្រើប្រាស់ច្រកសមុទ្រហូមូសដែលជាដង្ហើមប្រេងពិភពលោក 20% ជាចំណាប់ខ្មាំងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចពិភពលោកក្រោយអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារខ្លួនជាក់ស្ដែងអ៊ីរ៉ង់អនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រនេះចំពោះតែនាវាប្រទេសទាំងឡាយណាដែលខ្លួនចាត់ទុកថាជាមិត្តឬមិនគាំទ្រសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលតែប៉ុណ្ណោះបច្ចុប្បន្នប្រទេសដែលទទួលបានការអនុញ្ញាតមានដូចជាចិនឥណ្ឌាប៉ាគីស្ថានជប៉ុនថៃនិងម៉ាឡេស៊ីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ៃអ៊ីប្រាហ៊ីមបានប្រកាសថានាវាម៉ាឡេស៊ីនឹងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រហូមូសដោយមិនបង់ថ្លៃដោយសារតែរាជធានីកូឡាឡាំពូមានទំនាក់ទំនងការទូតល្អជាមួយរដ្ឋធានីតេហេរ៉ង់និងជំហរមិនចូលបកសម្ព័ន្ធលោកខាងលិចចំណែកឯថៃទោះបីជាសម្ព័ន្ធមិត្តផ្លូវការរបស់សហរដ្ឋអាមេរិកប៉ុន្តែរាជធានីបាងកកជាដៃគូរបស់ក្រុម BRICS ដែលអ៊ីរ៉ង់ក៏ជាសមាជិកដែរដូច្នេះទើបមានកិច្ចព្រមព្រៀងឲ្យនាវាប្រេងថៃឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនេះបានប៉ុន្តែគេនៅចាំបានថាមុនពេលអនុញ្ញាតឲ្យឆ្លងកាត់អ៊ីរ៉ង់បានបាញ់កំទេចនាវាដឹកប្រេងថៃមួយគ្រឿងដែលមានឈ្មោះថា Mayuri ធ្វើឲ្យនាវិក3នាក់បាត់ខ្លួនមកដល់ពេលឥឡូវមិនត្រឹមតែប៉ុណ្ណោះអ៊ីរ៉ង់ថែមទាំងបោះសម្ដីឌឺដងថៃឡើងស្ពឹកមុខថែមទៀតផងយ៉ាងណាក៏ដោយប្រទេសមួយចំនួនដូចជាហ្វីលីពីននិងវៀតណាមអាចបង្ខំចិត្តចរចាជាមួយអ៊ីរ៉ង់គណៈការចរចានេះនឹងធ្វើឡើងតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់ជាជាងច្បាប់ពាណិជ្ជកម្មអន្តរជាតិដែលអាចនឹងធ្វើឲ្យសហរដ្ឋអាមេរិកខឹងសម្បាកាន់តែខ្លាំងទន្ទឹមនឹងនេះសិង្ហបុរីកំពុងស្ថិតក្នុងស្ថានភាពពិបាកក្នុងការសម្រេចចិត្តចរចាជាមួយអ៊ីរ៉ង់ព្រោះតែសិង្ហបុរីជាមជ្ឈមណ្ឌលចម្រាញ់ប្រេងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ហើយជាពិសេសនោះគឺមានទំនាក់ទំនងជិតស្និទ្ធខ្លាំងបំផុតជាមួយអាមេរិកនិងអ៊ីស្រាអែលដូច្នេះការចរចាជាមួយអ៊ីរ៉ង់នឹងមានភាពស្មុគស្មាញនិងប្រថុយប្រឋានខ្លាំងបំផុតជុំវិញរឿងរ៉ាវនេះអ្នកជំនាញផ្នែកសន្តិសុខសមុទ្របានសង្កត់ធ្ងន់ថាវិបត្តិនៅមជ្ឈមបូព៌ាគឺជាមេរៀនដ៏ជូរចត់សម្រាប់អាស៊ានម្ល៉េះហើយអាស៊ានត្រូវបង្ខំចិត្តស្វែងរកប្រភពថាមពលចម្រុះពីតំបន់ផ្សេងទៀតដូចជារុស្ស៊ីអាហ្វ្រិកនិងអាមេរិកឡាទីនសូមជម្រាបថានេះគ្រាន់តែជាការបិទច្រកសមុទ្រហូមូសតែប៉ុណ្ណោះប៉ុន្តែបើច្រកសមុទ្រម៉ាឡាកាត្រូវបានបិទឬមានបញ្ហានាពេលអនាគតវិញនោះវានឹងក្លាយជាសុបិនដ៏អាក្រក់បំផុតសម្រាប់អាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ាទស្សនិកជនបងប្អូនដែលកំពុងតែតាមដានទស្សនាតាមរយៈការផ្សាយផ្ទាល់ជាទីមេត្រីឥឡូវនេះយើងចូលមកដល់រឿងអាមេរិកនិងអ៊ីរ៉ង់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបែរជាចង់ឈប់ច្បាំងជាមួយអ៊ីរ៉ង់ហើយគម្រាមថាអាមេរិកចង់ដើរចេញពីអង្គការ NATO ថែមទៀតតើអ្វីជាបំណងពិតប្រាកដរបស់ប្រធានាធិបតីប្រទេសមហាអំណាចមួយនេះនាងខ្ញុំនឹងលំអិតជូនទៅកាន់ទស្សនិកជនគ្រប់គ្នាកំពុងនឹកមិនឃើញស្មានមិនត្រូវគិតមិនយល់ចំពោះយុទ្ធសាស្ត្រប្រើប្រាស់សន្លឹកបៀរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំចំពោះគោលបំណងនៃការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ក្នុងពេលដ៏ខ្លីខាងមុខនិងគម្រាមដកខ្លួនចេញពីអង្គការ NATO តើត្រាំកំពុងប្រើល្បែងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ជាអាវុធសង្កត់កអង្គការ NATO និងដើម្បីច្បាមយកប្រជាប្រិយភាពមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិឬយ៉ាងណាឬជាយុទ្ធសាស្ត្ររុះរើសណ្ដាប់ធ្នាប់សន្តិសុខពិភពលោកក្រោមបុព្វហេតុ America First លោកត្រាំរំពឹងថានឹងបញ្ចប់សង្គ្រាមក្នុងរយៈពេល2ទៅ3សប្តាហ៍ទៀតប៉ុណ្ណោះគណៈចៅហ្វាយសេតវិមានរូបនេះអះអាងថាគោលដៅយោធាអាមេរិកត្រូវបានសម្រេចហើយជាពិសេសគឺការធានាថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេទោះយ៉ាងណាគម្រោងផែនការបញ្ចប់សង្គ្រាមត្រឹមរយៈពេលខ្លីខាងមុខនេះត្រូវបានគេមើលឃើញថាអាចជាយុទ្ធសាស្ត្ររបស់លោកត្រាំដើម្បីដកឃ្លាយកពេលរៀបចំការវាយប្រហារថ្មីនិងដើម្បីរំងាប់កំហឹងប្រជាជនអាមេរិកដែលកំពុងរិះគន់ខ្លាំងលើសង្គ្រាមនេះតែប៉ុណ្ណោះគណៈជនជាតិអាមេរិក2/3កំពុងខឹងសម្បាស្របពេលការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិកនឹងចាប់ផ្ដើមនៅខែវិច្ឆិកាខាងមុខលើពីនេះអាមេរិកក៏ទំនងជាចង់ផ្លាស់ប្ដូរពីសង្គ្រាមទ្រង់ទ្រាយធំដែលចំណាយប្រាក់ច្រើន
មកជាការប្រើប្រាស់ drone និង missile វិញដែលមានប្រសិទ្ធភាពជាងនិងចំណាយតិចជាងតើអាចទេដែលថាត្រាំប្រកាសចង់បញ្ចប់សង្គ្រាមក្នុងរយៈពេលខ្លីជាយុទ្ធសាស្ត្រធ្វើឲ្យអ៊ីរ៉ង់ភ្លេចខ្លួនរួចវាយសង្គ្រប់យកតែម្ដងទន្ទឹមគ្នានេះលោកត្រាំក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអង្គការ NATO ដោយសារសម្ព័ន្ធមិត្តអឺរ៉ុបមិនបានជួយគាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមនេះទេជាពិសេសលើបញ្ហាបិទផ្លូវទឹកច្រកសមុទ្រ Hormuz លើពីនេះត្រាំកំពុងពិចារណាដកខ្លួនចេញពីសម្ព័ន្ធភាពការពារជាតិធំបំផុតលើលោកមួយនេះផងដែរលោកក្តៅស្លឹកត្រជាក់ជាខ្លាំងដែលអឺរ៉ុបទទួលបានផលប្រយោជន៍ពីការការពាររបស់អាមេរិកប៉ុន្តែមិនព្រមជួយអន្តរាគមន៍ក្នុងវិបត្តិនៅច្រកសមុទ្រ Hormuz ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកលើពីនេះលោកត្រាំទំនងជាចង់ដឹងថាតើសម្ព័ន្ធមិត្តអឺរ៉ុបនឹងជ្រើសរើសច្បាប់អន្តរជាតិឬមិត្តភាពជាមួយអាមេរិកសំខាន់ជាងប្រសិនបើ NATO មិនព្រមជួយនោះត្រាំនឹងមានលេសគ្រប់គ្រាន់ក្នុងការកាត់បន្ថយការចំណាយលើវិស័យការពារជាតិនៅអឺរ៉ុបស្របពេលអាមេរិកនិងអង្គការ NATO មើលមុខគ្នាមិនចំរួចទៅហើយជំវិញរឿងកោះតក Greenland ឬក្រូអង់ឡង់ការបិទផ្លូវទឹកច្រកសមុទ្រ Hormuz បណ្ដាលឲ្យខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរជាពិសេសប្រេងយន្តហោះនិងប្រេងម៉ាស៊ូតនៅអាស៊ីនិងអឺរ៉ុបទន្ទឹមនឹងនេះប៉ាគីស្ថានកំពុងព្យាយាមធ្វើជាអាញាកណ្ដាលដើម្បីសុំឲ្យមានបទឈប់បាញ់បណ្ដោះអាសន្នប៉ុន្តែអ៊ីរ៉ង់ទាមទារឲ្យមានការធានាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ទើបព្រមបញ្ឈប់ការវាយប្រហារមិនព្រមចោះចាញ់អាមេរិកស្រួលៗឡើយកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានគំរាមវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិករួមមាន Microsoft, Google, Apple, Intel, IBM, Tesla និង Boeing ដែលមានវត្តមាននៅក្នុងតំបន់ប្រសិនបើសង្គ្រាមនៅតែបន្តទោះយ៉ាងណាលោកត្រាំបានបន្លឺសម្លេងដោយមិនខ្វាយខ្វល់បន្តិចថាលោកមិនមានការព្រួយបារម្ភចំពោះការគំរាមកំហែងនេះឡើយជារួមមិត្តភាពប្រជាធិបតេយ្យនិងសន្តិសុខសកលគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះបើប្រៀបធៀបផលប្រយោជន៍និងអំណាចរបស់អាមេរិកដែលលោកត្រាំតែងតន្ទិញជាប់មាត់ថាគិតអាមេរិកមុនគេបង្អស់ឬ American First មែនតើទៅការប្រកាសដកថយពីសង្គ្រាមអ៊ីរ៉ង់មិនមែនជាការចោះចាញ់ទេហើយការគំរាមដើរចេញពីអង្គការ NATO ក៏មិនមែនជារឿងលេងសើចដែរបើទោះបីជាសេតវិមានអះអាងពីជោគជ័យលើសំណុំរឿងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប៉ុន្តែអណ្ដាតភ្លើងនៃចំនួននៅច្រកសមុទ្រ Hormuz នៅតែបន្តគ្រោះថ្នាក់ហើយការគំរាមកំហែងរបស់អ៊ីរ៉ង់លើការវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកហាក់កំពុងស្ថិតក្នុងភាពហានិភ័យនៅឡើយទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានជាបន្តយើងមិនទាន់ទៅណាឆ្ងាយពីសង្គ្រាមមជ្ឈមបូព៌ានោះទេថ្មីប្រិមិត្តបានជ្រាបក៏ដូចជាបានឃើញព័ត៌មានថាដើម្បីអាចផ្ដួលរំលំរបបអ៊ីរ៉ង់បានអាមេរិកចង់ធ្វើសង្គ្រាមតាមផ្លូវគោកបន្ថែមទៀតមិនមែនចាំតែអង្គុយបាញ់មីស៊ីលលើមេឃនោះទេប៉ុន្តែសំណួរសួរថាតើអ៊ីស្រាអែលជាសម្ព័ន្ធមិត្តនឹងចូលដៃជាមួយអាមេរិកច្បាំងកំទេចអ៊ីរ៉ង់តាមជើងគោកដែរឬទេនាងខ្ញុំនឹងបង្ហាញចម្លើយនេះជូនទៅកាន់លោកអ្នកនាងស្របពេលសហរដ្ឋអាមេរិកកំពុងរៀបចំផែនការសម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធាជើងគោកកំទេចអ៊ីរ៉ង់អ្នកជំនាញយោធាបានលើកឡើងថាកងទ័ពអ៊ីស្រាអែលទំនងជាមិនបញ្ជូនកងកម្លាំងថ្មើរជើងទៅចូលរួមជាមួយអាមេរិកច្បាំងកំទេចអ៊ីរ៉ង់ដោយផ្ទាល់នោះទេយ៉ាងណាបញ្ហានេះបានបង្កឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់ប្រជាជនអាមេរិកហើយអ្វីបានជាអ៊ីស្រាអែលសូនសាញមិនចង់ជួយអាមេរិកច្បាំងកំទេចអ៊ីរ៉ង់តាមជើងគោកតើមានកត្តាអ្វីខ្លះដែលអ៊ីស្រាអែលព្រួយបារម្ភជុំវិញរឿងរ៉ាវខាងលើអ្នកវិភាគយល់ឃើញថាទោះអ៊ីស្រាអែលមិនបញ្ជូនកងទ័ពជើងគោកជួយសហរដ្ឋអាមេរិកក៏ដោយក៏អ៊ីស្រាអែលបានដើរតួនាទីយ៉ាងសំខាន់រួចទៅហើយក្នុងការបើកផ្លូវឲ្យយោធាសហរដ្ឋអាមេរិកជាក់ស្ដែងនៅដើមសង្គ្រាមអ៊ីស្រាអែលបានជួយកំទេចប្រព័ន្ធរ៉ាដាការពារអាកាសរបស់អ៊ីរ៉ង់និងផ្ដាច់ជីវិតមេដឹកនាំកំពូលជាបន្តបន្ទាប់រួមទាំងលោកអាលីខាមេនីផងដែរគ្រប់គ្នាប្រកាសជាដឹងហើយថាអ៊ីស្រាអែលមានឧត្តមភាពលើផ្នែកចរកម្មនិងការវាយប្រហារតាមអាកាសដូច្នេះអ៊ីស្រាអែលប្រកាសជាបានចែករំលែកទិន្នន័យចរកម្មសំខាន់អំពីឃ្លាំងអាវុធអ៊ីរ៉ង់តំបន់កោះខាដែលជាមជ្ឈមណ្ឌលនាំចេញប្រេង 90% និងច្រកសមុទ្រ Hormuz ទៅកាន់រដ្ឋធានី Washington ជាក់ជាមិនខាននេះមានន័យថាអ៊ីស្រាអែលមិនចាំបាច់បញ្ជូនយោធាទៅជួយសហរដ្ឋអាមេរិកកំទេចអ៊ីរ៉ង់តាមជើងគោកទេដោយគ្រាន់តែផ្ដល់រូបមន្តទៅយោធាសហរដ្ឋអាមេរិកដើម្បីដោះស្រាយសម័យកាលនេះគឺគ្រប់គ្រាន់ហើយលើពីនេះអ្នកជំនាញបានលើកឡើងពីកត្តាសំខាន់ផងដែរថាអ៊ីស្រាអែលមិនចង់ជួយសហរដ្ឋអាមេរិកកំទេចអ៊ីរ៉ង់តាមជើងគោកទេព្រោះអ៊ីស្រាអែលត្រូវនៅការពារទឹកដីខ្លួនឯងបច្ចុប្បន្នអ៊ីស្រាអែលកំពុងជាប់ដៃយ៉ាងមមាញឹកក្នុងប្រតិបត្តិការនៅលីបង់ខាងត្បូងដើម្បីកំទេចក្រុមហេសបូឡានិងនៅតំបន់កាហ្សាដើម្បីជីករំលឹងឬគល់ក្រុមហាម៉ាស់រួមទាំងភាពតានតឹងនៅតំបន់ West Bank ផងដែរការទប់ទល់សត្រូវជុំទិសបែបនេះហើយទើបទាមទារឲ្យអ៊ីស្រាអែលប្រើប្រាស់កងកម្លាំងយោធាច្រើនធ្វើឲ្យអ៊ីស្រាអែលគ្មានកម្លាំងគ្រប់គ្រាន់សម្រាប់បញ្ជូនទៅជួយសហរដ្ឋអាមេរិកដើម្បីកំទេចអ៊ីរ៉ង់ឡើយដូច្នេះការរក្សាកម្លាំងការពារផ្ទះគឺជាអាទិភាពខ្ពស់បំផុតដែលមិនអាចខ្វះបានគួររំលឹកថាស្រដៀងទៅនឹងសង្គ្រាមឈូងសមុទ្រឆ្នាំ 1991 ដែរអ៊ីស្រាអែលអាចនឹងជ្រើសរើសមិនបង្ហាញមុខជាចំហក្នុងក្បួនប្រតិបត្តិការសឹកជើងគោករបស់សហរដ្ឋអាមេរិកដើម្បីជៀសវាងភាពរកម្មរកូសនិងភាពស្មុគស្មាញផ្នែកនយោបាយក្នុងតំបន់យ៉ាងណាក៏ដោយថ្មីនេះផ្ទុះការរិះគន់ជាខ្លាំងក្នុងចំណោមពលរដ្ឋអាមេរិកជាច្រើនអ្នកព្រោះពួកគេយល់ថាយោធាសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ចំនួនផលប្រយោជន៍របស់អ៊ីស្រាអែលខណៈការស្ទង់មតិបង្ហាញថាជនជាតិអាមេរិកភាគច្រើនប្រឆាំងនឹងសង្គ្រាមនេះព្រោះពួកគេយល់ថាសហរដ្ឋអាមេរិកកំពុងគាំទ្រអ៊ីស្រាអែលខ្លាំងហួសហេតុពេកម្ល៉េះហើយទើបប្រជាជនអាមេរិកជាង 8 លាននាក់ចេញមុខតវ៉ាដោយព្យុះសង្គ្រាមនៅទូទាំងរដ្ឋរបស់សហរដ្ឋអាមេរិកជំវិញប្រតិបត្តិការសង្គ្រាមកំទេចរបបតេហេរ៉ង់គូបញ្ជាក់ឡើងវិញថាការបង្ហាញពីគោលជំហររបស់អ៊ីស្រាអែលមិនបញ្ជូនទ័ពទៅជួយសហរដ្ឋអាមេរិកដោយផ្ទាល់មិនមែនមានន័យថា
រដ្ឋធានីសេរីសាឡឹមអោបដៃឈរមើលនោះទេប៉ុន្តែវាជាការបែងចែកភារកិច្ចរៀងៗខ្លួនអ៊ីស្រាអែលផ្ដល់ចារកម្មនិងផ្ដាច់ជីវិតក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់អ៊ីរ៉ង់រីឯសហរដ្ឋអាមេរិកប្រើកម្លាំងបាយគ្រប់គ្រងស្ថានភាពជើងគោកដើម្បីកំទេចអ៊ីរ៉ង់ឲ្យរៀបដល់ដីដោយខ្លួនធ្លាប់ធ្វើដាក់អ៊ីរ៉ាក់យើងនៅបន្តរឿងសង្គ្រាមមជ្ឈមបូព៌ាដដែលប្រិមត្តទស្សនិកជនជាទីមេត្រីលោកត្រាំប្រកាសប្រាប់គេឯងពេញពិភពលោកថាអ៊ីរ៉ង់សុំចោះចាញ់ឬហើយអ៊ីរ៉ង់បដិសេធផឹងយ៉ាងដាច់អហង្ការហើយថែមទាំងឆ្លើយតបវិញដោយគ្រាប់មីស៊ីលយ៉ាងច្រើនសន្ធាប់ថែមទៀតផងតើរឿងរ៉ាវនេះយ៉ាងណានាងខ្ញុំនឹងជម្រាបជូនលោកអ្នកនាងប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី2ខែមេសានេះបានអះអាងថាមេដឹកនាំអ៊ីរ៉ង់បានតាក់ទងទៅលោកដើម្បីស្នើសុំបទច្បាញ់ទោះជាយ៉ាងណាក៏ដោយការអះអាងនេះត្រូវបានភាគីអ៊ីរ៉ង់ចេញមុខច្រានចោលទាំងស្រុងនិងបានឆ្លើយតបវិញដោយការបាញ់ស្រោចមីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកនិងអ៊ីស្រាអែលដើម្បីបញ្ជាក់ថាខ្លួនមិនទាន់ចោះចាញ់នោះឡើយតាមរយៈបណ្ដាញសង្គម Truth Social លោក Trump បានសរសេរក្នុងន័យបង្អាប់សត្រូវថាអ៊ីរ៉ង់ពិតជាចង់បានសន្តិភាពណាស់ប៉ុន្តែលោកបានដាក់លក្ខខណ្ឌដាច់ខាតថាបទច្បាញ់នឹងមិនអាចកើតឡើងបានទេដរាបណាច្រកសមុទ្រ Hormuz មិនត្រូវបានបើកឡើងវិញលោកបានប្រមានយ៉ាងខ្លាំងថាយើងនឹងបន្តបាញ់កំទេចអ៊ីរ៉ង់ឲ្យរលាយបាត់រូបឬរុញពួកគេឲ្យត្រឡប់ទៅយុគសម័យថ្មរំលឹងវិញប្រសិនបើផ្លូវទឹកអន្តរជាតិនៅតែបន្តបិទបែបនេះទុយស្រឡះពីការលើកឡើងរបស់លោកត្រាំរដ្ឋធានីតេហេរ៉ង់បានប្រកាសថាគ្មានឡើយការចរចានិងការសុំអង្វរណាមួយនោះប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូត ពេសេស្គីនបានឆ្លើយតបវិញដោយការចោទសួរពលរដ្ឋអាមេរិកអំពីតម្លៃនៃសង្គ្រាមនេះនិងបានបញ្ជាឲ្យកងឆ្មាំបដិវត្តអ៊ីរ៉ង់បង្ហោះដ្រូននិងមីស៊ីលវាយប្រហារលើគោលដៅអាមេរិកនៅតំបន់ឈូងសមុទ្រភ្លាមសកម្មភាពវាយបកនេះចង់បង្ហាញទៅលោកត្រាំវិញថាអ៊ីរ៉ង់នៅតែមានកម្លាំងតដៃហើយការអះអាងរបស់សេតវិមានដែលថាអ៊ីរ៉ង់សុំចោះចាញ់គ្រាន់តែជាការភូតកុហកប៉ុណ្ណោះសង្គ្រាមព័ត៌មាននេះបានកើតឡើងចំពេលដែលច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកនៅតែបន្តបិទជិតបណ្ដាលឲ្យតម្លៃប្រេងហក់ឡើងកប់ពពកនិងធ្វើឲ្យពិភពលោកទាំងមូលស្ថិតក្នុងភាពភ័យខ្លាចខណៈមេដឹកនាំនៃប្រទេសទាំងពីរមិនព្រមថយក្រោយម្នាក់មួយជំហានឡើយប្រិមត្តធ្លាប់ដឹងហើយថាលោកត្រាំដើរខឹងគេខឹងឯងដោយសារគេមិនធ្វើតាមលោកឬធ្វើអ្វីផ្ទុយពីលោកឥឡូវមកខឹងដល់អង្គការ NATO ថែមទៀតដោយលោកប្រមានថាអាមេរិកអាចដើរចេញពីអង្គការនេះក្រោយសមាជិកមួយចំនួនរារាំងការធ្វើប្រតិបត្តិការសង្គ្រាមនៅមជ្ឈមបូព៌ាកញ្ញាកកូនឹងអត្ថាធិប្បាយព័ត៌មានមួយនេះជូនទៅកាន់ទស្សនិកជនរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានប្រកាសយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនឹងធ្វើការពិនិត្យមើលឡើងវិញនៅទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការ NATO នៅពេលសង្គ្រាមប្រឆាំងអ៊ីរ៉ង់ត្រូវបានបញ្ចប់លោក Marco Rubio ថ្លែងបែបនេះក្នុងបទសម្ភាសន៍មួយដោយបានចោទសួរចំអំពីតម្លៃនៃសម្ព័ន្ធភាពយោធាមួយនេះសម្រាប់សហរដ្ឋអាមេរិកមន្ត្រីការទូតកំពូលរបស់មន្ត្រីបច្ចុប្បន្នរូបនេះសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះសមាជិក NATO មួយចំនួនដែលបានបដិសេធមិនឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពឬដែនអាកាសរបស់ខ្លួនសម្រាប់ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់លោក Rubio បានសង្កត់ធ្ងន់ថាប្រសិនបើយើងឈានដល់ចំណុចមួយដែលសម្ព័ន្ធភាព NATO មិនអាចឲ្យយើងប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកបានទេនោះ NATO ជាផ្លូវមួយទិសលោកបន្ថែមដោយភាពមើងម៉ាត់ថាប្រសិនបើសម្ព័ន្ធមិត្តឆ្លើយថាទេនៅពេលដែលសហរដ្ឋអាមេរិកត្រូវការប្រើប្រាស់មូលដ្ឋានទ័ពនោះសំណួរត្រូវសួរគឺថាហេតុអ្វីបានជាយើងនៅតែស្ថិតក្នុងសម្ព័ន្ធ NATO តទៅទៀតការប្រមានដ៏ក្តៅគគុកនេះកើតឡើងបន្ទាប់ពីមានរបាយការណ៍ថាប្រទេសអ៊ីតាលីបានបដិសេធមិនឲ្យយន្តហោះយោធាសហរដ្ឋអាមេរិកចុះចតខណៈកំពុងធ្វើដំណើរទៅកាន់បេសកកម្មនៅមជ្ឈមបូព៌ាហើយអេស្ប៉ាញក៏បានប្រកាសបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះសហរដ្ឋអាមេរិកដែលចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ផងដែរលោក Rubio បញ្ជាក់ថាទោះបីជាលោកធ្លាប់ជាអ្នកគាំទ្រ NATO ដ៏ខ្លាំងក្លាម្នាក់កាលពីនៅជាសមាជិកព្រឹទ្ធសភាក៏ដោយប៉ុន្តែនៅទីបញ្ចប់ការសម្រេចចិត្តថាតើត្រូវបន្តឬបញ្ចប់ទំនាក់ទំនងជាមួយសម្ព័ន្ធភាពអាយុ77ឆ្នាំមួយនេះគឺស្ថិតនៅលើលោកប្រធានាធិបតី Donald Trump ទាំងស្រុងលោកស្រីទូរទស្សនិកជនជាទីគោរពសម្រាប់ព័ត៌មានចុងក្រោយគេនៅក្នុងកម្មវិធីនារីត្រីនេះគឺពាក់ព័ន្ធនឹងចិនប៉ាគីស្ថានចាប់ដៃគ្នាពន្លត់ភ្លើងសង្គ្រាមមជ្ឈមបូព៌ាដែលកំពុងឆាបឆេះយ៉ាងខ្លាំងក្លាតើចិននិងប៉ាគីស្ថានអាចមានលទ្ធភាពដែរឬទេកញ្ញាកកមិនទាន់ទៅណាឆ្ងាយនោះទេកញ្ញានឹងចូលខ្លួនមកជម្រាបជូនទៅកាន់លោកអ្នកនាងប្រមាណទូរទស្សនិកជននៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដ៏សំខាន់មួយចិននិងប៉ាគីស្ថានបានប្រកាសដាក់ចេញនៅសំណើផ្ដួចផ្ដើមសន្តិភាព5ចំណុចដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បន្ទាប់ពីជំនួបកម្រិតខ្ពស់រវាងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោកអ៊ីសាដានិងសមាភាគីចិនលោកវ៉ាងយីការឈានជើងចូលមកជួយជ្រោមជ្រែងរបស់មហាអំណាចចិននាពេលនេះត្រូវបានគេមើលឃើញថាជាការផ្ដល់កម្លាំងចិត្តបន្ថែមដល់ប៉ាគីស្ថានដែលកំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួលរវាងរដ្ឋធានី Washington និងតេហេរ៉ង់យោងតាមសេចក្តីថ្លែងការណ៍រួមភាគីទាំងពីរបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់និងការធានាសុវត្ថិភាពផ្លូវទឹកជាពិសេសនៅច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទគប់ទោះបីជាកន្លងមកចិនបានរក្សាជំហរអព្យាក្រឹតនិងផ្ដោតលើការការពារនាវាដឹកប្រេងរបស់ខ្លួនក៏ដោយប៉ុន្តែការបញ្ចេញផែនការសន្តិភាពលើកនេះបង្ហាញថារដ្ឋធានីប៉េកាំងមិនអាចអង្គុយមើលវិបត្តិដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកតទៅទៀតបានឡើយសម្រាប់ប៉ាគីស្ថានសង្គ្រាមនេះមិនត្រឹមតែជាវិបត្តិការទូតប៉ុណ្ណោះទេប៉ុន្តែវាគឺជាការគំរាមកំហែងដល់ស្ថិរភាពផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរដោយមានព្រំដែនគោកប្រវែង900គីឡូម៉ែត្រ
តជាប់អ៊ីរ៉ង់និងមានប្រជាជនកាន់សាសនាអ៊ីស្លាមនីកាយស៊ីអ៊ីតដ៏ច្រើនលើសលប់ប៉ាគីស្ថានបារម្ភថាចំនួននេះអាចនឹងរីករាលដាលចូលក្នុងទឹកដីខ្លួននិងបង្កឲ្យមានចំនួននីកាយសាសនាអ្នកវិភាគនយោបាយលោករ៉ាហ្វីអ៊ូឡាកាកាបានលើកឡើងថាអស្ថិរភាពធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីរ៉ង់នឹងជះឥទ្ធិពលផ្ទាល់ដល់សន្តិសុខរបស់ប៉ាគីស្ថានការកើនឡើងនៃចំនួនក៏កំពុងរុញច្រានអ៊ីស្លាមាបាតឲ្យស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយភាពជោគជ័យនៃផែនការសន្តិភាពនៅតែជាមន្ទិលសង្ស័យនៅឡើយដរាបណាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនទាន់ព្រមអង្គុយនៅតុចរចាជាមួយគ្នាគណៈលោកត្រាំអះអាងថាការចរចាកំពុងដំណើរការទៅមុខយ៉ាងរលូនតែភាគីអ៊ីរ៉ង់បានបដិសេធថាមិនទាន់មានការចរចាត្រង់ណាមួយកើតឡើងនោះទេយ៉ាងណាមិញការដែលប៉ាគីស្ថានអាចទាញចិនឲ្យមកចូលរួមក្នុងសង្គ្រាមការទូតនេះបានបង្ហាញឲ្យឃើញពីមហិច្ឆតារបស់រដ្ឋធានីអ៊ីស្លាមាបាតក្នុងការចង់ក្លាយជាមហាអំណាចកណ្ដាលដែលមានឥទ្ធិពលក្នុងពិភពអ៊ីស្លាមនិងនៅលើឆាកអន្តរជាតិតែហេតុអ្វីអ៊ីរ៉ង់នៅតែអាចវាយសម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈមណ្ឌលពីបានបើទោះបីជាត្រូវមីស៊ីលធំមករាប់រយគ្រាប់ខ្លងកំទេចរាប់ពាន់គោលដៅនិងបាត់បង់ប្រព័ន្ធការពារដែនអាកាសភាគច្រើនក៏ដោយចម្លើយគឺស្ថិតនៅក្រោមដីអ៊ីរ៉ង់លាក់មីស៊ីលប៉ាឡេស្ទិកជាច្រើនរបស់ខ្លួននៅក្នុងមូលដ្ឋានជ្រៅក្រោមភ្នំដែលធ្វើឲ្យវាពិបាកខ្លាំងនៅក្នុងការតាមរកនិងតាមកំទេចមិនត្រឹមតែប៉ុណ្ណោះអ៊ីរ៉ង់ក៏មានមីស៊ីលផលិតដោយខ្លួនឯងឈ្មោះហ្វាតាដែលទីក្រុងទីអារ៉ង់អះអាងថាអាចហោះក្នុងល្បឿន hypersonic ជាល្បឿនដែលហោះលឿនជាងល្បឿនសំឡេងចាប់ពី5ដងឡើងទៅឬក៏ច្រើនជាង 18500 គីឡូម៉ែត្រក្នុង1ម៉ោងអ៊ីរ៉ង់ត្រូវបានរាយការណ៍ថាបានប្រើមីស៊ីលហ្វាតាដើម្បីបំពេញប្រព័ន្ធការពារមីស៊ីលរបស់អ៊ីស្រាអែលដូចជា Iron Dome និង Arrow ជាប្រព័ន្ធថ្លៃបំផុតមួយនៅក្នុងផែនដីមីស៊ីលនេះត្រូវបានគេអះអាងថាបំពាក់ដោយយានជំរុញល្បឿន HGV ដែលហោះក្នុងល្បឿនជាង 24000 គីឡូម៉ែត្រក្នុង1ម៉ោងក្នុងល្បឿនដ៏លឿនស្លេកបែបនេះប្រព័ន្ធការពារដែនអាកាសដូចជា Iron Dome, Arrow និង David Sling មានពេលតិចណាស់នៅក្នុងការរកឃើញតាមដាននិងស្ទាក់ចាប់តើមីស៊ីលហ្វាតារបស់អ៊ីរ៉ង់ដំណើរការដោយរបៀបណាវាត្រូវបានបាញ់ចេញជាមួយនឹង booster អន្តរជាតិដែលជំរុញវាឡើងទៅដល់ល្បឿន hypersonic នៅពេលដែលវាឡើងទៅកម្ពស់ខ្ពស់ពេលដែលវាហោះចូលទៅដល់គែមឬក៏គន្លងបរិយាកាស booster នោះនឹងអាចខ្លួនចេញទុកឲ្យក្បាលគ្រាប់ផងបន្តទៅរកគោលដៅដោយខ្លួនឯងជាទូទៅវាហោះនៅរយៈកម្ពស់រវាង12ទៅ30គីឡូម៉ែត្រពីដីអ្វីដែលធ្វើឲ្យហ្វាតាខុសពីមីស៊ីលប៉ាឡេស្ទិកធម្មតាគឺសមត្ថភាពរបស់វានៅក្នុងការបត់បែននិងទៅទិសដៅកណ្ដាលផ្លូវហោះហើរតែម្ដងមីស៊ីលប៉ាឡេស្ទិកធម្មតាភាគច្រើនហោះទៅតាមគន្លងកោងដែលអាចទាយទុកជាមុនបានប៉ុន្តែហ្វាតាមិនដូចនេះទេក្បាលគ្រាប់របស់វាប្រើបច្ចេកវិទ្យា Strategic Vector Control ដែលអនុញ្ញាតឲ្យវាធ្វើចលនាកិច្ចពីកំណោងទាំងពេលដែលវាកំពុងតែនៅកណ្ដាលផ្លូវនិងពេលដែលវាទៅដល់កាន់តែជិតគោលដៅមីស៊ីលខ្លះថែមទាំងអាចចាប់ផ្ដើមរមួលខ្លួនបាត់ទឹកនៅចម្ងាយប្រមាណជា100គីឡូម៉ែត្រមុនដល់គោលដៅទៀតផងការហោះហើរបែបនេះអាចធ្វើឲ្យរ៉ាដាច្របូកច្របល់និងធ្វើឲ្យប្រព័ន្ធគណនាស្ទាក់ចាប់មិនអាចឆ្លើយតបទាន់ពេលបានទេនោះហើយជាមូលហេតុដែលធ្វើឲ្យមនុស្សមួយចំនួនឃើញស្រមោលភ្លើងចម្លែកដែលបត់កោងរៀងដូចជាកន្ទុយនេះពេញនៃអ៊ីស្រាអែលតែម្ដងនៅពេលដែលអ៊ីរ៉ង់បាញ់មីស៊ីលចូលទៅដល់មន្ត្រីអ៊ីរ៉ង់បានអះអាងថាគាត់តាមមានសមត្ថភាពតិចរ៉ាដានោះមានន័យថាវាទំនងជាមានបច្ចេកវិទ្យាបំផាំងខ្លួនមួយចំនួនផងដែរចំណុចខ្សោយបំផុតមួយរបស់អ៊ីស្រាអែលដែលអ៊ីរ៉ង់ងាយវាយប្រហារចំគោលដៅគឺទំហំប្រទេសតូចប្រសិនបើធៀបទៅនឹងអ៊ីរ៉ង់អ៊ីស្រាអែលតូចជាង75ដងឬក៏7400%ឯណោះទៅតាមភូមិសាស្ត្រអ៊ីស្រាអែលមានប្រវែងប្រហែលជា470គីឡូម៉ែត្រពីជើងទៅត្បូងក៏ប៉ុន្តែនៅចំណុចតូចបំផុតនៃប្រទេសនេះគឺមានទទឹងត្រឹមតែ15គីឡូម៉ែត្រប៉ុណ្ណោះហើយទទឹងអតិបរមាដែលធំបំផុតគឺ135គីឡូម៉ែត្រមានន័យថាមីស៊ីលដែលអ៊ីរ៉ង់បាញ់ទៅអាចទៅដល់គោលដៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះទៅវិញអ៊ីរ៉ង់អាចបំបែកឃ្លាំងស្តុកមីស៊ីលរបស់ខ្លួននៅកន្លែងជាច្រើននៅលើដែនដីដ៏ធំទូលាយវាធ្វើឲ្យអ៊ីស្រាអែលពិបាកខ្លាំងនៅក្នុងការស្វែងរកនិងបំផ្លាញឃ្លាំងមីស៊ីលទាំងអស់បាននោះហើយជាមូលហេតុដែលអ៊ីរ៉ង់នៅតែអាចបើកការវាយប្រហារតបតនៅទូទាំងតំបន់បានបើទោះបីជារងការវាយប្រហារយ៉ាងធ្ងន់ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនក៏ដោយសម្ព័ន្ធមិត្តជាង30ប្រទេសងាកទៅរួបរวมគ្នារកវិធីបើកច្រកហូម៉ូសមិនខ្វល់នឹងសម្ដីលោកត្រាំថៃនឹងដាក់ការលុប MOU ព្រំដែនសមុទ្រជាមួយកម្ពុជាទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយថ្មីតបបញ្ជាក់ជាថ្មីពីជំហរកម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិមន្ត្រីជំនាញដាក់ផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារក្រៅយោធាថៃទម្លាក់គ្រាប់បែកបំផ្លាញខូចខាត 80%ទស្សនិកជនប្រទេសដែលធ្លាប់តែជាសម្ព័ន្ធមិត្តល្អអើនខ្វះអាមេរិកមិនបានប៉ុន្តែពេលនេះបង្ហាញសញ្ញាថាពួកគេលែងត្រូវការនឹងស្ដាប់អាមេរិកទៀតហើយក្រោយពីស្ដាប់ការថ្លែងសារដល់ប្រជាជាតិអាមេរិកនៅយប់ថ្ងៃពុធរបស់ប្រធានាធិបតីដូណាល់ត្រាំជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ពួកគេបានងាកទៅរួបរวมគ្នាដើម្បីរកវិធីបើកច្រកសមុទ្រហូម៉ូសឡើងវិញជុំវិញរឿងនេះតើមានការវិវត្តបែបណានៅក្នុងរយៈពេលចុងក្រោយនេះលោករ៉ាន់រ៉ុយដែលជាអ្នកតាមដានព័ត៌មានអន្តរជាតិនិងពិនិត្យមើលពីការថ្លែងសាររបស់លោកដូណាល់ត្រាំនៅក្នុងពេលថ្មីនេះនឹងការវិវត្តពាក់ព័ន្ធទៅនឹងសង្គ្រាមនៅអ៊ីរ៉ង់ចាលោករ៉ាន់រ៉ុយតើការថ្លែងសាររបស់លោកដូណាល់ត្រាំត្រូវបានយល់ថាជាជ័យជំនះយុទ្ធសាស្ត្រឬក៏ជាការបាត់បង់ឥទ្ធិពលទៅលើសម្ព័ន្ធមិត្តដែរបាទម៉ាលីការថ្លែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនៅយប់ថ្ងៃពុធនៅឯម៉ោងនៅប្រទេសសហរដ្ឋអាមេរិកហើយត្រូវនឹងព្រឹកថ្ងៃប្រហោះនៅប្រទេសកម្ពុជាគឺជាការថ្លែងសារដំបូងបង្អស់មួយដែលគាត់បានសរុបព្រឹត្តិការណ៍និយាយអំពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ជាការថ្លែងទៅកាន់ប្រជាជាតិសហរដ្ឋអាមេរិកក្នុងនាមគាត់ជាប្រធានាធិបតីឬជាមេដឹកនាំរបស់សហរដ្ឋអាមេរិក
ហើយការថ្លែងរបស់គាត់នេះគឺបានបង្ហាញឲ្យឃើញថាគាត់បានដាក់សម្ពាធសម្ព័ន្ធមិត្តយ៉ាងខ្លាំងនៅក្នុងអំឡុងពេលនៃសង្គ្រាមចុងក្រោយនេះហើយក៏ជាសារមួយដែលបង្ហាញឲ្យឃើញថាអ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានលើកឡើងក្នុងពេលកន្លងមកគឺมันមានភាពជោគជ័យហើយมันមានភាពច្បាស់លាស់ទេជាពិសេសគឺថាការបំផ្លាញនៅសមត្ថភាពអ៊ីរ៉ង់ក៏ដូចជាសមត្ថភាពយោធាអ៊ីរ៉ង់ទាំងផ្លូវអាកាសផ្លូវទឹកអីជាដើមហ្នឹងគឺថាមិនជាការពិតទេដោយសារតែហេតុអីមានការវិភាគលើកឡើងមួយចំនួនថាលោក Donald Trump បាត់បង់នៅគោលជំហរហើយការថ្លែងនេះគឺថាគ្មានជំរឿច្បាស់លាស់ផ្សេងទេក្រៅពីការដាក់សម្ពាធទៅសម្ព័ន្ធមិត្តទាំងនេះហើយគឺជាអ្វីដែលអ្នកសិក្សាក៏ដូចជាអ្នកវិភាគផ្នែកសិក្សាសន្តិសុខអន្តរជាតិបង្ហាញឲ្យឃើញថាប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺបាត់បង់នៅមូលដ្ឋានជាជំនះរបស់ខ្លួននៅក្នុងសង្គ្រាមនេះហើយយើងឃើញថាទាំងនេះក៏ជាផ្នែកមួយដែលធ្វើឲ្យប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកពេលកន្លងមកហ្នឹងគឺថាអាចងាកចេញច្រើនណាស់ហើយមិនតាក់ទងទៅនឹងចំនួននៅអ៊ីរ៉ង់នេះគឺថាខាងសម្ព័ន្ធមិត្តផ្សេងៗនេះគឺថាច្បាស់ជាមិនតាមសហរដ្ឋអាមេរិកទេហើយឈានមកដល់ពេលនេះគឺថាម្នាក់ឬក៏ថាមេដឹកនាំពិភពលោកទាំងអស់ហ្នឹងខ្វល់តែមួយយ៉ាងទេធ្វើយ៉ាងណារកវិធីយ៉ាងណានិយាយយ៉ាងណាដើម្បីតែបើកច្រក Hormuz ឡើងវិញតែប៉ុណ្ណោះព្រោះថាពួកគេម្នាក់ឬក៏ថាមេដឹកនាំប្រទេសនីមួយៗខ្វល់ណាស់អំពីការបាត់បង់នៅធម្មពលដែលអាចធ្វើឲ្យប្រទេសគេនីមួយៗហ្នឹងជួបភាពចលាចលនេះហើយគឺជាការបាត់បង់នៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមចុងក្រោយនេះនៅប្រទេសអ៊ីរ៉ង់បាទចាតាមការលើកឡើងរបស់លោកការថ្លែងរបស់លោក Donald Trump គឺជាការដាក់សម្ពាធទៅដល់សម្ព័ន្ធមិត្តតើការដាក់សម្ពាធទៅដល់សម្ព័ន្ធមិត្តនេះតើប្រធានាធិបតី Donald Trump នឹងបានដាក់សម្ពាធអ្វីខ្លះហើយថាតើសម្ព័ន្ធមិត្តនោះបានឆ្លើយតបយ៉ាងណាវិញដែរក្នុងសាររបស់គាត់រយៈពេលប្រហែលជា20នាទីឬក៏ថាជាងជិត20នាទីនៅក្នុងការថ្លែងអំពីសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងយើងឃើញថាខ្លឹមសារសំខាន់ដែលយើងសង្កត់ធ្ងន់ថាជាផ្នែកមួយនៃការដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺដូចជាការនិយាយទៅដល់ UK បើសិនជាចង់បានប្រេងឲ្យទៅយកខ្លួនឯងទៅហើយប្រទេសបារាំងក៏ដូចគ្នាប្រទេសជប៉ុនក៏ដូចគ្នាប្រទេសកូរ៉េខាងត្បូងក៏ដូចគ្នាសហគមន៍អឺរ៉ុបទាំងមូលក៏ដូចគ្នាបើចង់បានប្រេងឲ្យទៅយកខ្លួនឯងទៅនេះគឺជាអ្វីដែលសហរដ្ឋអាមេរិកលេងខ្វល់ខ្វាយហើយលេងគិតលេងដូចថាលេងគិតអំពីអ្វីដែលពួកគេបានការពារសហគមន៍អឺរ៉ុបហើយការពារច្រកនេះក្នុងពេលកន្លងមកទាំងថែមថាប្រទេសបារាំងគឺជាប្រទេសដែលមានការនាំប្រេងចូលច្រើនណាស់ពីច្រកហូម៉ូសដូច្នេះហើយគឺប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump គឺជំរុញឲ្យប្រធានាធិបតីEmmanuel Macron របស់ប្រទេសបារាំងហ្នឹងធ្វើយ៉ាងណាគឺថាទៅដឹកប្រេងឬក៏ថាទៅការពារប្រេងដោយខ្លួនឯងទៅនេះគឺជាអ្វីដែលយើងឃើញថាមានការដាក់សម្ពាធធ្ងន់ណាស់ទៅកាន់ខាងភាគីអឺរ៉ុបហើយយើងឃើញនៅក្នុងហ្នឹងក៏មិនមែនត្រឹមតែភាគីអឺរ៉ុបឬក៏ថាប្រទេសនៅសម្ព័ន្ធមិត្តអឺរ៉ុបដែរគឺមានតាំងពីជប៉ុនតាំងពីកូរ៉េខាងត្បូងគឺសុទ្ធតែទទួលសម្ពាធនេះដូចគ្នាហើយទទួលការស្ដីបន្ទោសនេះដូចគ្នាពីខាងប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការថ្លែងរបស់គាត់កាលពីយប់ថ្ងៃពុធនៅម៉ោងនៅសហរដ្ឋអាមេរិកទាំងនេះហើយគឺជាអ្វីដែលយើងឃើញថាមានការដាក់សម្ពាធខ្លាំងហើយដាក់សម្ពាធហ្នឹងគឺថាប្រេងដែលកំពុងតែកើនឡើងតម្លៃយ៉ាងខ្លាំងនៅក្នុងពិភពលោកហើយកំពុងតែកើនឡើងស្រើតក្រោយពីការថ្លែងសាររបស់គាត់ពីការវាយប្រហារទ្រង់ទ្រាយធំបន្ថែមទៀតដែលជាការពមៀនរបស់សហរដ្ឋអាមេរិកគឺថាធ្វើឲ្យតម្លៃប្រេងឡើងថ្លៃហើយសហរដ្ឋអាមេរិកក៏បានបញ្ឈឺប្រទេសផ្សេងៗហ្នឹងគឺថាបើថាខ្វះប្រេងឲ្យទៅនាំចេញពីប្រទេសសហរដ្ឋអាមេរិកអីជាដើមនេះហើយគឺជាអ្វីដែលយើងឃើញថាការបែកបាក់ដ៏ធ្ងន់ធ្ងរមួយរវាងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនិងប្រទេសនៅតំបន់អឺរ៉ុបក៏ដូចជាសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីបូព៌ាមានជប៉ុនហើយនិងកូរ៉េខាងត្បូងអីជាដើមក្រៅពីហ្នឹងគឺថាបើតាមអ្វីដែលយើងឃើញការចុះផ្សាយរបស់កាសែត Independent នៅថ្ងៃនេះគឺយើងបានឃើញថាប្រទេសជាង30ដែលផ្ដួចផ្ដើមដោយប្រទេសអង់គ្លេសគឺបានជួបប្រជុំគ្នាតាម Zoom ឬក៏ថាតាមបច្ចេកតាម technology ហ្នឹងតាម online ហ្នឹងគឺបានបង្ហាញឲ្យឃើញពីការប្រឹងប្រែងដើម្បីរកវិធីដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យមានការបើកច្រក Hormuz ដែលជាច្រកនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ានឹងឡើងវិញហើយនេះគឺជាការសញ្ញាណមួយដែលថាប្រទេសទាំងជាង30ហ្នឹងគឺថាមិនបានរួមបញ្ចូលសហរដ្ឋអាមេរិកនៅក្នុងនោះទេដូច្នេះហើយនេះជាការបង្ហាញថាប្រទេសសម្ព័ន្ធមិត្តដែលទទួលការស្ដីបន្ទោសពីសហរដ្ឋអាមេរិកហ្នឹងកំពុងតែរួបរวมគ្នាមួយនៅខាងក្រៅឆាកនេះដើម្បីធ្វើយ៉ាងណាសម្របសម្រួលដែលអាចនឹងរកវិធីដែលអាចទន់ជាងសហរដ្ឋអាមេរិកដែលប្រើប្រាស់កម្លាំងយោធាទៅវាយប្រហារអ៊ីរ៉ង់ដោយផ្ទាល់ហើយជាការពិតគឺថាប្រទេសអង់គ្លេសនាយករដ្ឋមន្ត្រី Keir Starmer ហ្នឹងគឺបាននិយាយហើយគឺថាប្រទេសអង់គ្លេសនឹងមិនចូលសង្គ្រាមនេះទេហើយសង្គ្រាមដែលធ្វើនៅអ៊ីរ៉ង់មិនមែនជាសង្គ្រាមរបស់អង់គ្លេសទេទាំងនេះគឺសុទ្ធតែជាការបង្ហាញថាអង់គ្លេសកំពុងតែប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ជាងសហរដ្ឋអាមេរិកនៅក្នុងការដោះស្រាយក្នុងចំនួននៅតំបន់មជ្ឈិមបូព៌ានោះបាទចាយើងឃើញថាសម្ព័ន្ធមិត្តមួយចំនួនហាក់បីដូចជាងាកចេញពីសហរដ្ឋអាមេរិកចាប់ពាក់ព័ន្ធទៅនឹងវិបត្តិនេះលោករ៉ាន់រ៉េតើអាចបង្ហាញពីការផ្លាស់ប្ដូរតុល្យភាពអំណាចសកលដោយសម្ព័ន្ធមិត្តដែលងាកចេញពីការពឹងផ្អែកសហរដ្ឋអាមេរិកដែរទេ
ខ្ញុំអាចឆ្លើយជាបានថានៅក្នុងសម្ព័ន្ធមិត្តថ្មីឬក៏ថាជាការបដិបត្តិថ្មីរបស់សម្ព័ន្ធមិត្តក្រៅនេះដែលมันមានសហរដ្ឋអាមេរិកចូលរួមនេះគឺថាគោលដៅសំខាន់របស់ពួកគេគឺថាធ្វើយ៉ាងណារកវិធីបើកច្រក Hormuz នេះឡើងវិញដូច្នេះហើយប្រហែលជាគោលដៅសំខាន់គឺសម្រាប់ជាអត្ថភាពបំផុតនៅពេលនេះគឺថារកវិធីបើកច្រកដើម្បីឲ្យប្រេងនឹងអាចនឹងនាំចេញពីតំបន់មជ្ឈិមបូព៌ាគឺចេញពីប្រទេសបារ៉ែនប្រទេសកុយវ៉េតប្រទេសកាតាប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសអារ៉ាប់រួមហើយនិងប្រទេសអារ៉ាប៊ីសាអូឌីតអីជាដើមហ្នឹងគឺថាធ្វើយ៉ាងណាឲ្យផ្គត់ផ្គង់ទៅកាន់ទីផ្សារនៃប្រទេសផ្សេងៗបណ្ដាប្រទេសផ្សេងៗនៅជុំវិញសកលលោកដូចដែលធ្លាប់បានធ្វើក្នុងពេលកន្លងមកมันមានសញ្ញាណាមួយថាសម្ព័ន្ធភាពនេះអាចនឹងរីកសាយភាយអត្តពលធំទេនៅពេលនេះដោយសារតែគោលដៅសំខាន់គឺរកវិធីសម្របសម្រួលទៅលើការនាំចេញប្រេងដើម្បីទប់ស្កាត់វិបត្តិមិនឲ្យកើតមានទ្រង់ទ្រាយធំឬខ្លាំងធ្ងន់ធ្ងរជាងនេះដែលយើងឃើញពីតម្លៃប្រេងឡើងថ្លៃហើយមិនត្រឹមតែតម្លៃប្រេងឡើងថ្លៃទេវិបត្តិនៃការអស់ប្រេងហ្នឹងក៏មានកើតឡើងខ្លាំងដែរជាហានិភ័យខ្លាំងដែរដូច្នេះហើយការដែលប្រទេសផ្សេងៗការជាសម្ព័ន្ធមិត្តនៅរូបរួមគ្នានៅពេលនេះហ្នឹងគឺថាធ្វើយ៉ាងណាគឺដើម្បីបើកច្រក Hormuz អញ្ចឹងក្នុងរយៈពេលវែងច្បាស់ណាស់ថាប្រទេសទាំងនោះអាចនឹងរកវិធីផ្សេងរូបរួមគ្នាក្នុងផ្លូវណាមួយបន្ថែមទៀតក៏អាចថាបានហើយសហរដ្ឋអាមេរិកដោយសារតែការកសាងកំហុសនេះនៅក្នុងការបើកសង្គ្រាមនៅមជ្ឈិមបូព៌ាដោយឯកឯងដោយឯកតោភាគីរបស់ប្រធានាធិបតី Donald Trump អាចនឹងថមថយអត្តពលជាពិតប្រាកដនៅក្នុងពេលខាងមុខប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើតាមយើងក៏លេចមើលពីប្រវត្តិសាស្ត្រនៃការផ្លាស់ប្ដូរមេដឹកនាំរបស់សហរដ្ឋអាមេរិកគឺថាតែតែមានការផ្លាស់ប្ដូរនៅគោលនយោបាយជានិច្ចដូច្នេះហើយនេះគឺជាក្នុងនយោបាយរបស់ Donald Trump អាចនឹងថមថយអត្តពលដែលប្រទេសសម្ព័ន្ធមិត្តលេងជឿលេងគោរពលេងតាមដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដូរគោលនយោបាយដូរបត់នយោបាយលឿនពេកដែលធ្វើឲ្យប្រទេសផ្សេងៗពិបាកតាមប៉ុន្តែក្នុងជំហានបន្ទាប់អាចនឹងគណៈបកផ្សេងៗឈ្នះឆ្នោតមានគណៈបក Democrat ប្រជាធិបតេយ្យឡើងវិញមកគឺដូរគោលនយោបាយទៅគឺថាអាចនឹងរកវិធីរួបរวมគ្នាឡើងវិញក៏ថាបាននេះគឺជាអ្វីដែលខ្ញុំអាចឆ្លើយបានបែបនេះបាទលោកបានថាការរួបរวมរបស់ប្រទេសសម្ព័ន្ធមិត្តនៅក្នុងការដោះស្រាយច្រកសមុទ្រ Hormuz នោះតើមានប្រទេសណាខ្លះចូលរួមដែរបាទបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិយើងឃើញថាប្រទេសជាង30ដែលក៏កំពុងតែចូលរួមនៅក្នុងការរកវិធីដោះស្រាយឬក៏ថាវត្ថុបំណងដោះស្រាយនៅច្រកសមុទ្រ Hormuz ហ្នឹងគឺថាបច្ចុប្បន្នគឺមានប្រទេសនៅតំបន់អឺរ៉ុបប៉ុន្តែមិនមែនទាំងអស់ទេគឺថាប្រទេសមហាអំណាចនៅអឺរ៉ុបមានប្រទេសអង់គ្លេសប្រទេសបារាំងប្រទេសអាល្លឺម៉ង់ប្រទេសអ៊ីតាលីជាដើមហើយនៅក្នុងខាងសហរដ្ឋអាមេរិកមានប្រទេសកាណាដាដែលជាប្រទេសមានឥទ្ធិពលសំខាន់ហើយនៅក្នុងប្រទេសនៅក្នុងមជ្ឈិមនៅក្នុងប្រទេសអាស៊ីខាងកើតគឺមានជប៉ុនមានកូរ៉េខាងត្បូងអីជាដើមហើយច្បាស់ណាស់គឺថាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលគេដឹងថាជាប្រទេសមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិកប៉ុន្តែប្រទេសទាំងនោះគឺរងការវាយប្រហារហើយក៏មិនមែនមានចេតនាវាយប្រហារទ័ពអ៊ីរ៉ង់វិញដែរគឺយើងដឹងហើយមានប្រទេសកាតាប្រទេសបារ៉ែនប្រទេសកុយវ៉េតប្រទេសយ៉ូដានីអីជាដើមហ្នឹងគឺថាសុទ្ធតែជាប្រទេសដែលនាំចេញប្រេងហើយសេដ្ឋកិច្ចរបស់ពួកគេហ្នឹងគឺពឹងផ្អែកលើការនាំចេញប្រេងហ្នឹងជាចាំបាច់ដូច្នេះហើយគឺប្រទេសទាំងអស់នោះគឺសុទ្ធតែជាប្រទេសនៅក្នុងសមាជិកនៃការរួបរวมគ្នានៅពេលចុងក្រោយនេះហើយយើងឃើញថាប្រទេសទាំងនោះគឺជាប្រទេសដែលមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចហើយក៏ដូចជាប្រទេសដែលមិនចង់ឃើញមានការវាយប្រហារចង់វាយប្រហាររវាងអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកទេប៉ុន្តែដោយសារតែប្រទេសគេមានមូលដ្ឋានទ័ពអាមេរិកនៅទីនោះគឺថាការវាយប្រហាររបស់អ៊ីរ៉ង់ទៅកាន់ប្រទេសទាំងនោះហាក់ដូចជាមើលទៅថាប្រទេសទាំងនោះមានចំនួនជាមួយនឹងអ៊ីរ៉ង់ប៉ុន្តែបើតាមអ្វីដែលយើងឃើញក្នុងរយៈពេលជាង1ខែនៃសង្គ្រាមនេះយើងមិនទាន់មានឃើញថាប្រទេសទាំងនោះឆ្លើយតបជាមួយនឹងប្រទេសវាយប្រហារឆ្លើយតបទៅកាន់អ៊ីរ៉ង់វិញទេដូច្នេះហើយប្រទេសទាំងនោះគឺជាប្រទេសដែលត្រូវការខ្លាំងណាស់ឲ្យមានការសម្របសម្រួលផ្នែកនយោបាយផ្នែកការទូតដើម្បីធ្វើយ៉ាងណារកវិធីសម្របសម្រួលអាចនឹងនាំឲ្យពួកគេនាំចេញប្រេងទៅតាមច្រក Hormuz ដោយសុវត្ថិភាពវិញយើងដឹងហើយថាច្រក Hormuz ហ្នឹងគឺជាច្រកដែលមានកប៉ាល់ដឹកប្រេងរាប់លានបារ៉ែលក្នុងមួយថ្ងៃដែលមានកប៉ាល់ដឹកប្រេងហ្នឹងប្រមាណជា140ដឹកចេញជារៀងរាល់ថ្ងៃហើយយើងឃើញក្នុងរយៈពេលកន្លងមកនេះគឺថាការបិទទាំងស្រុងគឺថាបានន័យថាកប៉ាល់ដឹកប្រេងដែលមានចំនួន140កប៉ាល់ជារៀងរាល់ថ្ងៃគឺមិនបានដឹកចេញទេដូច្នេះហើយគឺជាហានិភ័យនិងវិបត្តិធ្ងន់ធ្ងរនៅក្នុងសកលដែលដោយសារតែខ្វះខាតនៅវិបត្តិប្រេងនេះក្នុងពេលអនាគតនិយាយមកគឺថាប្រទេសទាំងអស់នោះគឺជាប្រទេសដែលខិតខំចុងក្រោយដើម្បីរកវិធីអាចនឹងទន់ភ្លន់ជាងសហរដ្ឋអាមេរិកនៅក្នុងការចរចាជាមួយអ៊ីរ៉ង់ដើម្បីបើកច្រក Hormuz នេះឡើងវិញបាទចាឃើញថាមានប្រទេសជាច្រើនគឺបានចូលរួមសហការគ្នានៅក្នុងការដោះស្រាយបើកច្រកសមុទ្រ Hormuz លោកបានរើតើការសហការគ្នារបស់ប្រទេសនោះអាចឈានទៅរកការដោះស្រាយបានប្រសើរជាងមុនដែរឬទេហើយថាតើការអាចនឹងប៉ះពាល់ទៅដល់តុល្យភាពអំណាចអន្តរជាតិយ៉ាងដូចម្តេចដែរជាការពិតប្រទេសទាំងអស់នោះគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំស្រាប់ហើយជាប្រទេសដែលមានឥទ្ធិពលសកលផងច្បាស់ជាមានការរួបរวมគ្នាល្អប្រសើរហើយនយោបាយក៏នឹងអាចទោទណ្ឌទៅតាមនោះដែរយើងឃើញថាប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលចុងក្រោយហ្នឹងគឺថាមិនបានប្រកាសសង្គ្រាមជាមួយនឹងប្រទេសណាទេគឺថាត្រឹមតែប្រទេសអ៊ីស្រាអែលហើយនិងប្រទេសសហរដ្ឋអាមេរិកតែប៉ុណ្ណោះហើយអ៊ីរ៉ង់គឺថាជាបន្តបន្ទាប់យើងឃើញមានការសម្របសម្រួលហើយនឹងទន់ភ្លន់ផ្នែកការទូតឲ្យច្រើននៅក្នុងរឿងនេះដូច្នេះហើយបើសិនជាមានការរួបរวมគ្នាដាក់ចេញដំណោះស្រាយធានានៅសុវត្ថិភាពរបស់អ៊ីរ៉ង់ធានានៅផលប្រយោជន៍អ៊ីរ៉ង់ក្នុង
ហេតុណាមួយក្នុងកម្រិតណាមួយច្បាស់ជាអ៊ីរ៉ង់ស្ដាប់បង្គាប់ពួកគេឬក៏ថាទទួលយកនៅគោលការណ៍របស់ប្រទេសទាំងអស់នោះដែលបានដាក់ចេញហើយអ៊ីរ៉ង់ខ្លួនឯងក៏មិនអាចរស់តែខ្លួនឯងបានដែរព្រោះថាប្រេងរបស់ខ្លួនច្រើនលានបារ៉ែលក្នុងមួយថ្ងៃក៏ត្រូវការនាំចេញដែរបើសិនជាអត់អាចនាំចេញបានខ្លួនឯងក៏នឹងខ្សោះខ្លួនដែរដូច្នេះហើយប្រទេសទាំងនោះអាចនឹងដាក់កូដចេញនៅគោលការណ៍ណាមួយនៅដើម្បីសម្របសម្រួលជាមួយនឹងអ៊ីរ៉ង់ធានាសុវត្ថិភាពធានាសន្តិសុខដល់អ៊ីរ៉ង់ដើម្បីធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់សុខចិត្តបើកច្រកនោះឡើងវិញហើយសុទ្ធថាហេតុអីបានជាច្រកហ្នឹងបិទដល់អ៊ីរ៉ង់បានជាការពិតច្រកហ្នឹងវានៅជិតអ៊ីរ៉ង់ហើយជិតព្រំដែនអញ្ចឹងការប្រកាសបិទច្រករបស់អ៊ីរ៉ង់ហ្នឹងគឺថាមានប្រសិទ្ធភាពដោយសារតែមីស៊ីលរបស់អ៊ីរ៉ង់អាចបាញ់ចិញ្ជ្រុំនៅពេលដែលកប៉ាល់ណាមួយហ៊ានឆ្លងកាត់បាញ់ចេញមិនដឹងពីម្ដុំណាមិនដឹងពីជ្រុងណាដូច្នេះហើយការមិនធានានៅសន្តិសុខហ្នឹងគឺថាពីសំណាក់អ៊ីរ៉ង់ហ្នឹងគឺធ្វើឲ្យកប៉ាល់ទាំងអស់នោះមិនអាចឆ្លងកាត់បានទេដូច្នេះហើយគឺថាយ៉ាងណាគឺថាអ៊ីរ៉ង់មានឥទ្ធិពលណាស់នៅក្នុងការគ្រប់គ្រងច្រកនេះហើយដូចជាបិទជីបចរបិទផ្លូវដង្ហើមពិភពលោកឲ្យមិនឲ្យដកខ្យល់ដកដង្ហើមរួចអញ្ចឹងនិយាយរួមគឺថាយើងក៏លេចទៅមើលជំហររបស់អ៊ីរ៉ង់ហើយនឹងក៏លេចទៅមើលជំហររបស់ប្រទេសផ្សេងៗដែលកំពុងតែរួបរวมគ្នាចុងក្រោយហ្នឹងគឺអាចនឹងនិយាយត្រូវគ្នាហើយជាការពិតគឺសហរដ្ឋអាមេរិកខ្លួនឯងជាពិសេសប្រធានាធិបតីដូណាល់ត្រាំក៏និយាយម្ដងហើយម្ដងទៀតគឺថាការនាំចេញប្រេងគឺជារឿងសំខាន់ដូច្នេះហើយការធានាបាននៅការនាំចេញប្រេងគឺជាអ្វីដែលដូណាល់ត្រាំចង់បានប៉ុន្តែកន្លងមកគឺដូណាល់ត្រាំចង់ឲ្យប្រទេសផ្សេងៗទៅតាមច្រកខ្លួនបានន័យថានៅពីក្រោយខ្លួនដែលអាចមកវាយគម្រាមអ៊ីរ៉ង់ឲ្យបើកច្រកហ្នឹងដោយប្រើប្រាស់កម្លាំងយោធាប៉ុន្តែអ៊ីរ៉ង់គឺមិនតាមទេហើយដូច្នេះហើយទាំងអស់នេះគឺសុទ្ធតែអ្វីដែលយើងឃើញថានយោបាយនឹងអាចប្រែប្រួលទៅពេលខាងមុខជាពិសេសគឺនយោបាយសកលតែម្ដងគឺថានៅពេលដែលប្រទេសទាំង35ឬក៏ថាអាចនឹងមានសមាជិកឬក៏ថាផ្សេងៗទៀតដែលអាចនឹងមានឥទ្ធិពលទៅក្នុងថ្ងៃខាងមុខដែលដាក់ចេញគោលការណ៍សម្រាប់សម្រួលធានានៅសុវត្ថិភាពក៏ដូចជាធានានៅសន្តិសុខរបស់អ៊ីរ៉ង់អាចនឹងស្ដាប់បង្គាប់ក៏ដូចជាទទួលយកនៅគោលការណ៍ហើយការចរចាក៏នឹងរកកិច្ចព្រមព្រៀងឃើញដែរប៉ុន្តែរឿងសំខាន់ទីមួយនេះគឺថាធ្វើម៉េចឲ្យច្រកឲ្យប្រេងចេញពីច្រកនោះបានដោយសុវត្ថិភាពហើយអ៊ីរ៉ង់ក៏ទទួលបាននៅសុវត្ថិភាពផ្នែកសន្តិសុខវិញដែរដែលប្រទេសទាំងនោះត្រូវតែគោរពហើយត្រូវតែទទួលយកហើយនឹងគោរពគោលការណ៍របស់អ៊ីរ៉ង់នេះគឺជាអ្វីដែលយើងអាចមើលឃើញថាគោលនយោបាយឬក៏ថាការប្រែប្រួលសកលអាចនឹងមាននៅពេលដែលប្រទេសទាំងនោះរកគោលការណ៍ថ្មីហើយធ្វើម៉េចធានានៅសុវត្ថិភាពនៃការនាំចេញប្រេងចេញពីតំបន់នោះបើអ្វីដែលខ្ញុំបានគាត់សម្គាល់ឃើញពីការស្ដាប់ពីសម្ដីរបស់នាយករដ្ឋមន្ត្រីអង់គ្លេសគឺស្ដាប់មើលគឺបានបញ្ជាក់ថាការប្រើប្រាស់យោធាគឺសម្រាប់បើកច្រកនោះគឺមិនអាចទៅរួចទេដូច្នេះហើយអ្វីដែលជាការចាំបាច់គឺថាត្រូវតែរួបរวมគ្នាផ្នែកការទូតដើម្បីធ្វើយ៉ាងណាបើកច្រកនោះឡើងវិញនេះគឺជាអ្វីដែលយើងឃើញថាជាឥទ្ធិពលមួយដែលប្រទេសទាំងនោះអាចនឹងធ្វើការជាមួយនឹងប្រទេសអ៊ីរ៉ង់ក្នុងពេលខាងមុខបាទចាសូមអរគុណលោករ៉ាន់រ៉ៃដែលបានជម្រាបជូនពាក់ព័ន្ធទៅនឹងការថ្លែងសាររបស់ប្រធានាធិបតីដូណាល់ត្រាំនិងការងាកចេញរបស់សម្ព័ន្ធមិត្តពីសហរដ្ឋអាមេរិកទស្សនិកជនរដ្ឋាភិបាលថៃនឹងដាក់ការលុប MOU ព្រំដែនសមុទ្រជាមួយកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍នយោបាយដាក់ជូនរដ្ឋសភាយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថ្ងៃប្រហ័សទី2ខែមេសាឆ្នាំ2026នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាវីរៈកុលបានប្រកាសកាលពីថ្ងៃពុធថារដ្ឋាភិបាលនឹងបញ្ចូលការលុបចោលអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ស្ដីពីការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាឬហៅកាត់ថា MOU 44ទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយដាក់ជូនសភាខណៈ MOU 44ត្រូវបានកំណត់ថាត្រូវលុបចោលលោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា MOU 43ដែលជាកិច្ចព្រមព្រៀងព្រំដែនគោកឆ្នាំ2000នៅតែស្ថិតក្រោមការពិចារណានៅឡើយសេចក្តីថ្លែងការណ៍នយោបាយនេះជិតរួចរាល់ហើយរំពឹងថានឹងត្រូវដាក់ជូនសភានៅក្នុងសប្តាហ៍នេះដើម្បីធ្វើការពិភាក្សាដេញដោលសូមជម្រាបថាអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ដែលហៅថា MOU 43ផ្ដោតសំខាន់លើការកំណត់ព្រំដែនគោកនិងការបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃឲ្យបានច្បាស់លាស់តាមរយៈគណៈកម្មការចម្រុះព្រំដែនដែលហៅកាត់ថា JBC ចំណែកឯ MOU ឆ្នាំ2001ឬហៅថា MOU 44គឺជាក្របខ័ណ្ឌសម្រាប់ដោះស្រាយតំបន់សមុទ្រដែលទាមទារត្រួតគ្នាដែលហៅកាត់ថា OCA ក្នុងឈូងសមុទ្រថៃដើម្បីបើកផ្លូវឲ្យមានការចរចាបែងចែកផលប្រយោជន៍ធម្មពលប្រេងនិងឧស្ម័នធម្មជាតិរួមទាំងការកំណត់បន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរផងដែរទស្សនិកជនមុនទៅជួបប្រធានាធិបតីចិនស៊ីជីនពីងមេដឹកនាំបកប្រឆាំងតៃវ៉ាន់ទម្លាយថាតៃវ៉ាន់មិនត្រូវជាចំណុចក្តៅនៃពិភពលោកទេមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនមេដឹកនាំគណៈបកប្រឆាំងធំជាងគេរបស់កោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធទី1ខែមេសាថាពិភពលោកមិនត្រូវការវិបត្តិនៅតៃវ៉ាន់ទេនៅពេលដែលភាពឆ្លើយចោលអន្តរជាតិកំពុងកាត់ឡើងយ៉ាងក្តៅគគុកខណៈបច្ចុប្បន្ននេះលោកស្រីកំពុងស្វែងរកការផ្សះផ្សាជាមួយចិនដីគោកតែប៉ុណ្ណោះលោកស្រីឆឹងលីវុនដែលត្រូវគេស្គាល់ថាជាប្រធានគណៈបកគួរមីងតាន់ហៅកាត់ថា KMT នឹងធ្វើដំណើរទៅកាន់ប្រទេសចិនចាប់ពីថ្ងៃអង្គារនេះតទៅនៅក្នុងរយៈពេល6ថ្ងៃតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនស៊ីជីនពីងនេះបើយោងតាមសេចក្តីរាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Reuters ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបកប្រចាំសប្តាហ៍នៅទីក្រុងតៃប៉េលោកស្រីឆឹងបាននិយាយអំពីដំណើរទស្សនកិច្ចរបស់លោកស្រីថាប្រជាជនតៃវ៉ាន់មិនចង់ឲ្យកោះតៃវ៉ាន់ក្លាយជាចំណុចក្តៅគគុកបំផុតរបស់ពិភពលោកទេអ្វីដែលយើងកំពុងលើកកម្ពស់គឺសន្តិភាពនិងការផ្សះផ្សាររួមទាំងការផ្សះផ្សាររវាងគណៈបកកាន់អំណាចនិងគណៈបកប្រឆាំងនៅក្នុងកោះតៃវ៉ាន់និងការផ្សះផ្សាររវាងសន្តិភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ
លោកស្រីបានសង្កត់ធ្ងន់បន្ថែមទៀតជាស្ដែងគ្មាននរណាម្នាក់ចង់ឃើញច្រកសមុទ្រតៃវ៉ាន់ធ្លាក់ចូលទៅក្នុងវិបត្តិយោធាដ៏តានតឹងម្ដងទៀតនៅពេលដែលស្ថានភាពអន្តរជាតិមានភាពច្របូកច្របល់រួចទៅហើយនោះទេដំណើរទស្សនកិច្ចរបស់លោកស្រីឈឹងលីវុនបានកើនឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃថវិកាការពារជាតិបន្ថែមចំនួន$40,000 លានដែលជាប់គាំងខណៈដែលសភាដែលគ្រប់គ្រងដោយគណៈបកប្រជារបស់តៃវ៉ាន់បានគាំទ្រសំណើរបស់លោកឡៃដែលគាំទ្រដោយអាមេរិកដោយគណៈបក KMT ទទូចថាខ្លួនគាំទ្រការការពារជាតិប៉ុន្តែមិនមែនសាច់ទៅទេនោះទេដោយឡែកលោកចាងហាន់អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ក្នុងប្រទេសចិនមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចរបស់លោកស្រីនោះទេតែលោកគ្រាន់តែប្រាប់អ្នកយកព័ត៌មានថាដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់គណៈបកកុម្មុយនីសនិងគណៈបក KMT ដើម្បីស្វែងរកសន្តិភាពរួមគ្នាតែប៉ុណ្ណោះអគ្គមេបញ្ជាការទ័ពកម្ពុជាបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃស្របតាមច្បាប់អន្តរជាតិនិងចាត់ទុកក្រុមអ្នកសង្កេតការណ៍អាស៊ានជាផ្នែកដ៏សំខាន់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនសូមស្ដាប់នៅព័ត៌មានលម្អិតពីស៊ូលីអគ្គមេបញ្ជាការកងទ័ពនាយឧត្តមសេនីយ៍វង្សពិសេនបានបញ្ជាក់ឡើងវិញពីជំហររបស់កម្ពុជាចំពោះការបន្តរក្សាការដោះស្រាយបញ្ហាចំនួនព្រំដែនជាមួយភាគីថៃដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិខណៈក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ត្រូវបានអគ្គមេបញ្ជាការទ័ពកម្ពុជាចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែននេះលោកបានលើកឡើងនៅក្នុងពិធីសម្ដែងសម្ដារនិងប្រគល់ប័ណ្ណសរសើរជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំកម្ពុជានាព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026នេះថាការគាំទ្ររបស់បណ្ដាប្រទេសជាសមាជិកអាស៊ានគឺបានបង្ហាញអំពីសាមគ្គីភាពឯកភាពរបស់អាស៊ានក្នុងការរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ពេលដែលសភាពការពិភពលោកស្ថិតក្នុងភាពតានតឹងនិងស្មុគស្មាញគួរឲ្យព្រួយបារម្ភលោកនាយឧត្តមសេនីយ៍វង្សពិសេនបានគូបញ្ជាក់ថាការបង្កើតក្រុម AOT គឺមិនមែនការឡើងដោយចៃដន្យនោះឡើយហើយបេសកកម្មរបស់ក្រុម AOT នេះនឹងត្រូវបានចាត់ទុកក្នុងប្រវត្តិសាស្ត្រអាស៊ានដែលបានចូលរួមដោះស្រាយបញ្ហាចំនួនប្រដាប់អាវុធរវាងសមាជិកអាស៊ានខ្លួនឯងលោកបានកោតសរសើរចំពោះក្រុម AOT ប្រចាំកម្ពុជាដែលបានខិតខំដោយមិនរុញរានិងលះបង់គ្រប់កលៈទេសៈបើទោះបីជាបេសកកម្មតម្រូវឲ្យទៅសង្កេតការណ៍យប់រលប់ត្រួតពិនិត្យការកែសម្រួលសភាវុធក្រោមកម្ដៅថ្ងៃនិងភ្លៀងនិងពេលខ្លះក្រោមសម្ពាធនៃការគំរាមកំហែងដោយស្នូកំភ្លើងពីភាគីម្ខាងទៀតក៏ដោយក្នុងនាមជាប្រទេសសមាជិកអាស៊ានយើងគួរថែរក្សាឲ្យបានសាមគ្គីភាពឯកភាពនិងមជ្ឈភាពអាស៊ានដើម្បីរួមគ្នាឆ្ពោះទៅរកសន្តិភាពវិបុលភាពនិងការអភិវឌ្ឍនេះជាការគូបញ្ជាក់របស់នាយឧត្តមសេនីយ៍វង្សពិសេនដែលលោកបានបញ្ជាក់ថាសម្រាប់កម្ពុជានៅតែបន្តរក្សាជំហរនិងការបដិញ្ញាចិត្តនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិពីវេទិកាខាងលើនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការក៏បានអរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ានជាពិសេសរាជរដ្ឋាភិបាលនិងកងទ័ពម៉ាឡេស៊ីដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃនិងបានបញ្ជូននាយទាហានមកចូលរួមនៅក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជាក្នុងនាមជាគ្រួសារអាស៊ានខណៈក្នុងឆ្នាំ2026នេះហ្វីលីពីនដែលជាប្រធានអាស៊ានលោករំពឹងថាហ្វីលីពីននឹងបន្តដឹកនាំក្រុម AOT ក្នុងការចូលរួមសម្របសម្រួលនិងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបន្តទៀតឲ្យវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញបាទតាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក Mofarid bin Mo Yusuf ប្រធានក្រុម AOT ក្នុងរយៈពេល7ខែមកនេះក្រុម AOT បានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មនៅក្នុងការតាមដានស្ថានភាពនៅទីតាំងជាក់ស្ដែងការលើកកម្ពស់ដំណាភាពការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធនិងការគាំទ្រដល់កិច្ចខិតខំដើម្បីរក្សាឲ្យបានស្ថិរភាពទប់ស្កាត់ការកើនឡើងនៅភាពតានតឹងទស្សនិកជនក្រោយគម្រោងលុបចោល MOU ឆ្នាំ2000ថៃមានគម្រោងលុបចោល MOU ឆ្នាំ2001ជាមួយកម្ពុជាបន្ថែមទៀតដោយនាយករដ្ឋមន្ត្រីថៃអនុទិនឆាន់វីរៈគុលអះអាងថារដ្ឋាភិបាលនឹងបញ្ចូលការលុបចោលអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ស្ដីពីការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាឬហៅថា MOU 44ទៅក្នុងសេចក្តីថ្លែងការណ៍នយោបាយដាក់ជូនសភាពិភាក្សាដេញដោលជុំវិញផែនការទុច្ចរិតរបស់ថៃក្នុងការលុប MOU ឆ្នាំ2000ជាមួយកម្ពុជានេះលោកបណ្ឌិតជ័យតិចអ្នកតាមដានភូមិសាស្ត្រនយោបាយយល់ឃើញថាបើទោះបីជា MOU នេះមានតម្កល់នៅអង្គការសហប្រជាជាតិថៃមិនអាចលុបចោលបានជាឯកតោភាគីក្តីប៉ុន្តែថៃមិនខ្លាចនឹងលុបចោលនោះទេព្រោះថៃមិនដែលខ្វល់ច្បាប់អន្តរជាតិឬមុខមាត់របស់ខ្លួននោះទេគឺថៃតែងតែរំលោភបំពានច្បាប់ម្ដងហើយម្ដងទៀតសូមទស្សនានៅការលើកឡើងលម្អិតរបស់លោកបណ្ឌិតជ័យតិចអ្នកតាមដានភូមិសាស្ត្រនយោបាយដូចតទៅមហិច្ឆតាឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាពិសេសគឺរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកអនុទិនឆាន់វរៈគុលនេះដែលមានការសង់តង់គ្នាជាមួយនឹងខាងយោធាជាមួយនឹងខាងព្រះមហាក្សត្រថៃនេះបាទគឺគេមិនខ្លាចទេអំពីការលុបចោលនៅ MOU ឆ្នាំ2000ពាក់ព័ន្ធទៅនឹងការកំណត់ព្រំដែនសមាដីគោកពាក់ព័ន្ធទៅនឹង MOU 2001ទៅលើតំបន់ត្រួតទីគ្នានៅក្នុងដែនសមុទ្រនេះពីព្រោះគេបើកការឈ្លានពានមកលើកម្ពុជាកន្លងមកនេះបើប្រើកម្លាំងបាយបំផ្លិចបំផ្លាញហើយនឹងបន្តឈោកាន់កាត់នៅក្នុងដែនអធិបតេយ្យភាពកម្ពុជានេះគឺគេមិនខ្លាចពាក់ព័ន្ធទៅនឹងច្បាប់អន្តរជាតិបើទោះបីជា MOU ទាំងនេះបាទមានចែងពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងទ្វេភាគីហើយនឹងមិនអាចលុបចោលដោយឯកតោភាគីបានទេហើយ MOU ទាំងនេះក៏បានដាក់តម្កល់នៅអង្គការសហប្រជាជាតិទៀតផងដូច្នេះទេគឺមិនអាចលុបចោលដោយឯកតោភាគីដែលវាខុសទៅនឹងកិច្ចព្រមព្រៀងខុសទៅនឹងច្បាប់អន្តរជាតិតែរឿងនេះគឺថៃអាចធ្វើបានពីព្រោះកន្លងមកគឺកិច្ចព្រមព្រៀងសន្តិភាពកាឡាឡាំពួរកិច្ចព្រមព្រៀងផ្សេងៗដែលចុះហត្ថលេខានៅក្នុងគណៈកម្មការព្រំដែន JBC ZBC OBC ជាដើមក៏ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ជាដើមបាទគឺគេតែងតែរំលោភដោយមិនមានខ្វល់អំពីច្បាប់អន្តរជាតិអ្វីឡើយដូច្នេះទេវាមិនមានចម្លែកទេគឺអាចលុបចោលបានដោយមិនខ្វល់អំពីមតិអន្តរជាតិខ្វល់អំពីច្បាប់អន្តរជាតិខ្វល់អំពី
ពីគេហៅថាទំនុកចិត្តរបស់អន្តរជាតិទៀតឡើយតែទោះជាយ៉ាងណាសម្រាប់កម្ពុជាយើងត្រូវតែធ្វើការតវ៉ាទៅដល់អង្គការសហប្រជាជាតិទៅដល់អាស៊ានទៅដល់មហាអំណាចផ្សេងៗហើយជាពិសេសទៀតការលុបចោលនៅ MOU ទាំងនេះបាទគឺកម្ពុជាយើងមានសិទ្ធិហើយបាទអាចបើកផ្លូវក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះស្របទៅតាមច្បាប់របស់អន្តរជាតិរួមទាំងប្តឹងទៅតុលាការអន្តរជាតិស្តីអំពីនីតិសមុទ្រផងដែរ UNCLOS ពីព្រោះថាកម្ពុជាបានធ្វើសិក្សាបានទៅលើច្បាប់នីតិសមុទ្រនេះរួចហើយកាលពីដើមឆ្នាំ2026កន្លងមកនេះ ប្រិមត្តទស្សនិកជនរយៈពេល9ខែនៃការបង្ក្រាបបទល្មើសឆបោកតាមអនឡាញកម្ពុជាបានបញ្ជូនជនសង្ស័យប្រមាណ750នាក់ទៅតុលាការនិងបណ្ដេញជនបរទេសជាង10000នាក់ចេញពីកម្ពុជាប្រសាលនឹងរាយការណ៍លម្អិតលើរឿងនេះ រយៈពេល9ខែចាប់ពីខែកក្កដាឆ្នាំ2025ដល់ខែមីនាឆ្នាំ2026សមត្ថកិច្ចរាជធានីខេត្តបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង250ករណីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន80ករណីដែលមានជនសង្ស័យប្រមាណ750នាក់លោកទេសរដ្ឋមន្ត្រីឆៃស៊ីណារិតប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគូបញ្ជាក់ដូចនេះនៅក្នុងកិច្ចប្រជុំស្តីពីការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams នៅកម្ពុជានៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2026នៅវិមានព្រឹទ្ធសភាក្នុងក្របខ័ណ្ឌប្រតិបត្តិការបោះសម្អាតទូទាំងប្រទេសរយៈពេល9ខែចុងក្រោយនេះជនបរទេសចំនួន11000នាក់រួមមានជនជាតិចិនវៀតណាមឥណ្ឌូនេស៊ីមីយ៉ាន់ម៉ាប៉ាគីស្ថាននិងថៃត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធ online scams ជាមួយគ្នានេះអាជ្ញាធរបានបន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យក្នុងរាជធានីខេត្តចំនួនជាង10000កន្លែងដែលមានវត្តមានជនបរទេសប្រមាណ80000នាក់ស្នាក់នៅស្មើនឹង78សញ្ជាតិបើតាមលោកទេសរដ្ឋមន្ត្រីឆៃស៊ីណារិតបច្ចុប្បន្នក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្ដុំគ្នានៅក្នុងកាស៊ីណូឬអគារធំៗដូចមុនទៀតហើយគឺក្រុមអក្រិតជនឆបោកដែលនៅសេសសល់បានរត់គេចពីសមត្ថកិច្ចដោយបានបំបីគ្នាជាក្រុមតូចៗទៅធ្វើលុបលួចធ្វើសកម្មភាពជួលនៅតាមបរិយាផ្ទះល្វែងឬខុនដូជាលក្ខណៈដាច់ដោយឡែកហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ចលោកឆៃស៊ីណារិតបានបញ្យល់អំពីរូបភាពនិងទម្រង់នៃការឆបោកដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូលនិងចងក្រងជាភស្តុតាងរួមមានការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងជាស្នេហាការឆបោកឲ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលបានផលចំណេញឬការប្រើកម្មវិធីឈ្នះរង្វាន់ជាថ្នាក់ដើម្បីឲ្យពលរដ្ឋផ្ទេរប្រាក់ក៏ដូចជាសកម្មភាពលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់និងការបោកប្រាស់ការងារដែលផ្ដល់ប្រាក់ខែច្រើនជាដើមដើម្បីពង្រឹងប្រសិទ្ធភាពនិងនិរន្តរភាពក្នុងការប្រឆាំងអំពើឆបោកអនឡាញនេះរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី30ខែមីនាឆ្នាំ2026កន្លងទៅនេះហើយនឹងត្រូវឆ្លងប្រសិទ្ធភាពនៅថ្ងៃទី3ខែមីនាច្បាប់នេះមាន5ជំពូកនិង24មាត្រាបានបង្កើតនៅបទល្មើសព្រហ្មទណ្ឌពិសេសចំនួន5ដើម្បីពង្រឹងនៅប្រសិទ្ធភាពប្រឆាំងការឆបោកនិងបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ផងដែរលោកធនវឌ្ឍនាអនុប្រធានទី2ប្រសិទ្ធភាពបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលើការបង្ក្រាបបទល្មើស online scams នៅកម្ពុជានាពេលកន្លងមកដោយកិច្ចខិតខំទាំងនេះត្រូវបានអន្តរជាតិទទួលស្គាល់ទន្ទឹមនឹងនេះយុទ្ធនាការបោះសម្អាតការឆបោក online បានស្ដារនិងការពីមុខមាត់ប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីបានរងគ្រោះដោយសារតែក្រុមអ ுக ្រិតជនមកពីក្រៅប្រទេសបានយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើសនេះលោកបានបន្តទៀតថាកម្ពុជាក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោកដែរគឺជាអ្នករងគ្រោះដោយសារបញ្ហាឆបោក online នេះនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតបានបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបោះសម្អាតឲ្យអស់នៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជាត្រឹមខែមេសាឆ្នាំ2026នេះសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនមែនជាកន្លែងសម្រាប់អ ுக ្រិតជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយហើយបុគ្គលឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ឬអន្តរាគមន៍ឡើយទស្សនិកជនច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនុញ្ញាតឲ្យរឹបអូសយកទីតាំងដែលមានប្រតិបត្តិការបោកប្រាស់អនឡាញយកមកធ្វើជាសម្បត្តិរដ្ឋបានស្លីនឹងរាយការណ៍បន្ថែមលើរឿងនេះសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងពិនិត្យនៅព្រឹទ្ធសភាបានអនុញ្ញាតឲ្យរដ្ឋអាចរឹបអូសយកអគារដែលមានប្រតិបត្តិការបោកប្រាស់អនឡាញយកមកធ្វើជាសម្បត្តិរដ្ឋបានប្រសិនជាម្ចាស់ទីតាំងពុំមានផុសតាងគ្រប់គ្រាន់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនលើការជួលអគារក្នុងសេចក្តីថ្លែងការណ៍ដែលអានដោយរដ្ឋមន្ត្រីយុតិធម៌នៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី30ខែមីនាលោកឧបនាយករដ្ឋមន្ត្រីកើតរិទ្ធបានលើកឡើងថាបទល្មើសនេះគឺសម្រាប់ផ្ដន្ទាទោសបុគ្គលដែលរៀបចំឬដឹកនាំកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមទាំងទីកន្លែងដែលមានលក្ខណៈប្រមូលផ្ដុំឬក្នុងទ្រង់ទ្រាយជាមជ្ឈមណ្ឌលដែលយើងហៅថាជា compound ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំរហូតដល់10ឆ្នាំនិងពីនៃជាប្រាក់ពី500លានរៀលទៅ1000លានរៀលហើយទោសនេះនឹងអាចកើនរហូតដល់30ឆ្នាំឬអស់មួយជីវិតក្នុងករណីដែលបទល្មើសត្រូវបានប្រព្រឹត្តដោយមានស្ថានភាពទោសទៅតាមករណីនីមួយៗដែលមានកំណត់នៅក្នុងច្បាប់នេះទន្ទឹមនេះទីកន្លែងដែលត្រូវបានប្រើប្រាស់សម្រាប់រៀបចំជាមជ្ឈមណ្ឌលឬទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏អាចជាកម្មវត្ថុនៃការរឹបអូសផងដែរលើកឡើងនៅក្នុងករណីដែលម្ចាស់ទីតាំងមានផុសតាងបង្ហាញថាខ្លួនពុំបានសមគំនិតឬពុំបានដឹងតតែសោះថាទីតាំងនោះត្រូវបានយកទៅប្រើប្រាស់សម្រាប់បទល្មើសប្រព្រឹត្តឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេក្រៅពីនេះរាល់ឧបករណ៍សម្ភារៈមូលនិធិផលទុនឬទ្រព្យសម្បត្តិដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសទីតាំងប្រព្រឹត្តបទល្មើសឬផលនៃបទល្មើសក៏អាចនឹងត្រូវរឹបអូសដើម្បីទុកជាសម្បត្តិរដ្ឋផងដែរទោះបីជាមិនមានការផ្ដន្ទាទោសជនល្មើសដោយមូលហេតុអត្តសញ្ញាណជនល្មើសមិនអាចត្រូវបានកំណត់ឬមរណភាពរបស់ជនល្មើស
លោកការរដ្ឋបានបញ្ជាក់ថាវិធានការទាំងនេះក៏រួមចំណែកដល់ការបង្ការទប់ស្កាត់ផងដែរដែលនឹងធ្វើឲ្យអ្នកជួលទីតាំងទាំងឡាយមានការប្រុងប្រយ័ត្នចំពោះការជួលជាងមុនព្រោះទីតាំងរបស់ពួកគេអាចនឹងក្លាយទៅជាកម្មវត្ថុនៃការរឹបអូសគួរឲ្យដឹងផងដែរថាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកបច្ចេកវិទ្យាត្រូវបានសមាជិកសភាកម្ពុជាអនុម័តនៅព្រឹកថ្ងៃទី30 ខែមីនាឆ្នាំ2026ក្នុងសំឡេង112សំឡេងបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងការពិភាក្សានៅព្រឹទ្ធសភាច្បាប់នេះមាន5ជំពូកនិង24មាត្រាបានបង្កើតនៅបទល្មើសព្រហ្មទណ្ឌពិសេសចំនួន5ដើម្បីពង្រឹងនៅប្រសិទ្ធភាពប្រឆាំងការឆបោកនិងបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ផងដែរបន្តតាមដានព័ត៌មានជាតិជាបន្តទៀតទស្សនិកជនអ្នកជំនាញបានដាក់ផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារឲ្យបានមុនរដូវវស្សាបើតាមអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានរងការខូចខាតប្រមាណ 80% ដោយសារតែយោធាថៃបាញ់ប្លង់ជាច្រើនគ្រាប់មកចំប្រាំងប្រាសាទលោកសាមៀននឹងរាយការណ៍លម្អិតលើរឿងនេះប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុន្តែរងការខូចខាតយ៉ាងទ្រុឌទ្រោមដោយក្រុមយោធាថៃទម្លាក់គ្រាប់បែកក្នុងចេតនាបំផ្លាញចោលនាពេលកន្លងទៅត្រូវបានមន្ត្រីកម្ពុជាដាក់ចេញនូវផែនការសង្គ្រោះអភិរក្សបន្ទាន់នៅទីតាំងដែលរងហានិភ័យខ្ពស់នៅថ្ងៃទី2 ខែមេសាលោកជំទាវបណ្ឌិតសភាចាភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី5លើកទី6ដើម្បីពិនិត្យវឌ្ឍនភាពការងាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារនិងប្រាសាទកោះកេរកិច្ចប្រជុំនេះបានពិនិត្យទៅលើរបៀបវារៈសំខាន់ៗចំនួន5រួមមាន 1. របាយការណ៍អនុវត្តអនុសាសន៍ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ 2. របាយការណ៍លទ្ធផលការងារ 3. របាយការណ៍ផលប៉ះពាល់ប្រាសាទព្រះវិហារពីចំនួនប្រដាប់អាវុធកាលពីឆ្នាំ2025 4. សំណើសមអនុម័តនិង 5 បញ្ហាផ្សេងៗនៅក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារបានគាំទ្រឲ្យអាជ្ញាធរជាតិព្រះវិហារអនុវត្តគម្រោងអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទនេះនៅលើទីតាំងដែលមានហានិភ័យខ្ពស់ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងចំនួនប្រដាប់អាវុធកាលពីឆ្នាំ2025កន្លងទៅដើម្បីបង្ការការខូចខាតបន្ថែមទៀតនៅក្នុងរដូវវស្សាខាងមុខនេះផ្អែកតាមការវិតម្លៃបឋមនៃលទ្ធផលសិក្សាបានបង្ហាញថាការខូចខាតប្រាសាទព្រះវិហារដោយសារចំនួនប្រដាប់អាវុធទាំងពីរលើកកាលពីខែកក្កដានិងខែធ្នូឆ្នាំ2025សរុបចំនួន562កន្លែងហើយមានសភាពធ្ងន់ធ្ងរទៅដល់រចនាសម្ព័ន្ធប្រាសាទក្បាច់ចម្លាក់និងការបង្កការខូចខាតចំពោះតម្លៃលេខធ្លោជាសកលកាលពីថ្ងៃទី19 ខែមីនាឆ្នាំ2026គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារបានរៀបចំកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សាអំពីវិធានការបន្ទាន់នានាសម្ដៅដល់អភិរក្សសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារនិងការបោសសម្អាតយុទ្ធភណ្ឌបន្ទាន់ផ្ទុះដែលបន្សល់ទុកដោយស្នាដៃយោធាថៃអំឡុងពេលឈ្លានពានកម្ពុជាទាំងពីរលើកជាលទ្ធផលសហប្រធានចិននិងឥណ្ឌាព្រមទាំងបណ្ដាប្រទេសជាសមាជិករួមជាមួយអ្នកជំនាញការអន្តរជាតិបានបដិញ្ញាបន្តចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការនិងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀតជាពិសេសសហប្រធានទាំងពីរឥណ្ឌានិងចិនបានបង្ហាញអំពីជំហរបន្តកិច្ចអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នៅពេលដែលស្ថានភាពវិលមកប្រកក្តីភាពវិញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទូចឲ្យពលរដ្ឋបន្តគោរពច្បាប់ចរាចរណ៍ខណៈមនុស្សជាង100នាក់បានស្លាប់នៅក្នុងខែមីនាការទទូចនេះធ្វើឡើងក្នុងគ្រាដែលសមត្ថកិច្ចអនុវត្តត្រឹមការអប់រំលើកលែងតែករណីបើកបរមានជាតិស្រវឹងស្រីមាននឹងរាយការណ៍បន្ថែមលើរឿងនេះក្នុងខែមីនាមានមនុស្សយ៉ាងហោចណាស់ជាង100នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាប្រឈមនឹងបញ្ហាដែលនៅតែបន្តកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាបានទទូចដល់ប្រជាពលរដ្ឋជាពិសេសគឺអ្នកបើកបរលើដងផ្លូវបន្តគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុតតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដោយគិតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី31ខែមីនាឆ្នាំ2026មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន184ករណីដែលគ្រោះថ្នាក់នេះបានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន107នាក់និង257នាក់រងរបួសធ្ងន់និងស្រាលបើធៀបនឹងខែកុម្ភៈរបាយការណ៍ថាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមីនាបានថយចុះ18ករណីពលគឺអ្នកស្លាប់ថយចុះ63នាក់និងអ្នករបួសថយចុះ160នាក់តែយ៉ាងណាក៏ដោយក្រសួងមហាផ្ទៃនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមខ្ពស់ខណៈចុងក្រោយនេះករណីគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឲ្យព្រួយបារម្ភលោកសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវយ៉ាងទទូចឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ភ្ញាក់រលឹកនិងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសក្នុងគ្រាដែលសមត្ថកិច្ចទទួលគោលការណ៍អនុវត្តត្រឹមការអប់រំលើកលែងតែករណីបើកបរមានជាតិស្រវឹងលោកបានសង្កត់ធ្ងន់ថាការគោរពច្បាប់ចរាចរណ៍មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេះពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯងគ្រួសារនិងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី2ខែមេសាសមត្ថកិច្ចបានបញ្ជូនអ្នកបើកបររថយន្តស៊េរីទំនើបបុកមនុស្សស្លាប់6នាក់នៅខេត្តបាត់ដំបងទៅតុលាការដើម្បីបន្តនីតិវិធីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងអះអាងថាការនាំខ្លួនកូនផ្កាយមួយរូបនេះទៅតុលាការបង្ហាញថាគ្មានជនល្មើសណាអាចគេចផុតពីសំណាញ់ច្បាប់ឡើយណារ៉ាត់នឹងរាយការណ៍បន្ថែមលើរឿងនេះការបញ្ជូនកូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យគឺជនបង្កឈ្មោះសៀវជ័យសិទ្ធដែលបើកបររថយន្តប្រណិតបុកម៉ូតូ2គ្រឿងបណ្ដាលឲ្យស្លាប់មនុស្ស6នាក់ទៅស្ថាប័នតុលាការបានបង្ហាញថាគ្មានជនល្មើសណាមួយអាចគេចផុតពីសំណាញ់ច្បាប់បានឡើយអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអះអាងដូចនេះតាមរយៈសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីសមត្ថកិច្ចបានសាកសួរជនបង្កនិងបំពេញសំណុំរឿងចាប់សពគ្រប់កាលពីថ្ងៃទី1ខែមេសានិងបានបញ្ជូនជនបង្កទៅកាន់អัยការអមសាលាដំបងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026នេះដើម្បីអនុវត្តតាមផ្លូវច្បាប់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត
បាត់ដំបងសង្កាត់ធ្ងន់ក្នុងសេចក្តីប្រកាសព័ត៌មានដូចនេះថាទស្សនវិជ្ជានេះពិតជាបានបង្ហាញឲ្យឃើញថាគ្មានជនប្រព្រឹត្តល្មើសច្បាប់ណាមួយត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយគួរបញ្ជាក់ថាជនបង្កឈ្មោះសៀវជ័យសិទ្ធិវ័យ19ឆ្នាំគឺជាអ្នកបើកបររថយន្តប្រណិតម៉ាកមែកសេដេសទៅបុកពីក្រោយម៉ូតូចំនួន2គ្រឿងដែលកំពុងធ្វើដំណើរនៅលើផ្លូវជាតិលេខ5ត្រង់ចំណុចភូមិកកោះឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបងបណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូចំនួន6នាក់ក្នុងនោះមានទារកម្នាក់ទើបចាប់កំណើតបាន3ខែក្នុងពោះម្ដាយនិងកុមារាម្នាក់ទៀតរងរបួសធ្ងន់ក្រោយពីការហេតុជនបង្កបានកិច្ចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អនាចអធមនេះបណ្ដាលឲ្យមានការរិះគន់និងមានការព្រួយបារម្ភខ្លាចគ្មានការអនុវត្តច្បាប់ពេញលេញទៅលើជនបង្កដែលត្រូវជាកូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យឈ្មោះសៀវសុជាតិនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតរួមទាំងឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី31ខែមីនាសុទ្ធតែប្រតិកម្មខ្លាំងៗនិងចេញបញ្ជាឲ្យសមាជិកជំនាញអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះករណីនេះក្នុងនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យលោកសៀវសុជាតិត្រូវជាឪពុកនាំខ្លួនកូនប្រុសមកសហការជាមួយសមាជិកនិងបញ្ជាឲ្យដាក់ឈ្មោះជនបង្ករូបនេះទៅក្នុងបញ្ជីខ្មៅហាមចាកចេញពីកម្ពុជានៅម៉ោង 10 ព្រឹកថ្ងៃទី 1 ខែមេសាជនបង្កសៀវជ័យសិទ្ធិមិនបានចូលខ្លួនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងតាមការកោះហៅឡើយលុះដល់វេលាម៉ោងប្រមាណ 3 រសៀលថ្ងៃទី 1 ខែមេសាទើបលោកសៀវសុជាតិនិងភរិយាបាននាំខ្លួនកូនប្រុសទៅសារភាពទោសនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅចំពោះមុខសមត្ថកិច្ចជនបង្កសៀវជ័យសិទ្ធិបានសារភាពថារូបគេតែម្នាក់គាត់គឺជាអ្នកដែលបើករថយន្តបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិកកោះឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី 1 ខែមេសាដដែលម្ដាយជនបង្កសៀវជ័យសិទ្ធិក៏បានទៅជួបជាមួយក្រុមគ្រួសាររបស់ជនដែលបាត់បង់ជីវិតទាំង6នាក់ដើម្បីចរចាសំណងផ្ទះសនកម្មដោយភាគីរងគ្រោះមានលោកស្រីលឹមច័ន្ទលីដាជាមេធាវីការពារក្តីជនរងគ្រោះនៅជាប់ជាមួយគួរឲ្យដឹងថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលផ្ទុះការប្រតិកម្មយ៉ាងខ្លាំងនៅចុងខែមីនានេះរដ្ឋមន្ត្រីក្រសួងយុតិធម៌លោកការិតដែលជាប្រធានក្រុមការងាររដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបងនិងលោកអង្គវងវឌ្ឍនាប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមោងឫស្សីបានចាត់បញ្ជូនមេធាវីលឹមច័ន្ទលីដាឲ្យធ្វើជាមេធាវីការពារក្តីដោយឥតគិតថ្លៃជូនដល់ក្រុមគ្រួសារសពនៃជនរងគ្រោះទាំង6នាក់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានសង្កត់ធ្ងន់កាលពីថ្ងៃទី31ខែមីនាថាការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរទាំងស្រវឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃនិងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងដោយបានអនុវត្តនាពេលកន្លងទៅ